អ្នកនាងព្រះអង្គបាត់ផ្លាក់ឈ្មោះរបស់អ្នកនាងយប់នេះអ្នកនាងត្រូវបម្រើព្រះអង្គនេះជាស្អីហ្នឹងខ្ញុំឆ្លងភពចូលក្នុងសភៅរឿងហើយជំងឺផ្លូវចិត្តរបស់កុមារទូទៅកើតឡើងនៅពេលពេញវ័យដោយមានការថប់អារម្មណ៍ភ័យខ្លាចនិងការបាក់ទឹកចិត្តនេះជាសភៅបន្លំលោកឈួតអីទេដែលមានការថប់អារម្មណ៍ភ័យខ្លាចហើយនឹងបាក់ទឹកចិត្តចូលរងចាំរងសម្ពាធនៅក្នុងសភៅនេះបែរជាមានឈ្មោះនិងនាមតកោដូចជាយើងដែរគ្រាន់តែចាប់ផ្ដើមភ្លាមដោយសារតែដណ្ដើមគ្នាទៅបម្រើព្រះអង្គជាមួយនឹងស្នំឯកវិនទីបំផុតក៏ត្រូវព្រះអង្គដែលមានស្មារតីខុសប្រក្រតីនោះប្រើដាវចាក់ឲ្យស្លាប់ព្រះអើយខ្ញុំត្រូវឆ្លងភពចូលក្នុងសភៅហើយត្រូវធ្វើជាតួរងដែលមានឈ្មោះដូចគ្នានោះទៀតមិនអាចនោះទេខ្ញុំចាំថាស៊ូថាងអេនៅក្នុងសភៅនេះបានប្រជែងគ្នានឹងស្នំឯកវិនដើម្បីទៅបម្រើព្រះអង្គហើយពេលដែលទៅបម្រើព្រះអង្គជំងឺវិកលចរិតរបស់ព្រះអង្គសេវជីងបានរើឡើងខ្លាយទៅជាចរិតផ្សេងហើយត្រូវស្លាប់គួរឲ្យអាណិតក្រំដៃរបស់អាយៈនៅក្នុងយប់នោះហើយយ៉ាខ្ញុំមិនទៅបម្រើស្ដេចព្រៃផ្សេងមានចរិតពីរនោះទេខ្ញុំត្រូវតែរកមធ្យោបាយរត់គេចចេញពីវាំងស្នំឯស៊ូនេះឮថាទៅបម្រើព្រះអង្គសប្បាយចិត្តរហូតដល់ចុះមកពីលើត្បូលទៅហើយផ្លូវស្រួលក៏មិនដើរអើយហើយប្អូនស្រីត្រឡប់ទៅវិញចុងរូបរាងដូចជាប្អូនស្រីនីងប្រៀបដូចជាស្មៅដែលខ្វះជីវជាតិព្រះអង្គប្រកាសជាចូលចិត្តរូបរាងដែលរលុងភ្លឺចាញ់ចាំងបើសិនជាចង់រស់នោះត្រូវស្ដាប់តាមខ្ញុំទេឆាប់រត់គេចឥឡូវនេះភ្លាមទេព្រះអង្គដែលមានឧត្តមកតេញសុភាពនារីទាំងអស់គឺសុទ្ធតែចង់បានចង់ដណ្ដើមការស្រឡាញ់ពឹងលើសមត្ថភាពព្រះអង្គម្ចាស់អ៊ីនអឺនត្រៀមខ្លួនរួចហើយខ្ញុំស្ដាប់សំឡេងបេះដូងរបស់ព្រះអង្គឃ្លានណាស់ខ្ញុំចង់ហូបសាច់មិនត្រូវទេសេជីញ៉ាំមកហូបបួសឲ្យគ្មានចំណងទេនេះជាចរិតទី2ដែលចេញពីក្នុងខ្លួនរបស់គេគឺសំឡេងបេះដូងរបស់អាយីសាច់សខ្ចីថែមទៀតខ្ញុំចង់ហូបឲ្យខ្ញុំហូបទៅព្រះអើយសឲ្យខ្ចីទៀតគឺនិយាយពីខ្ញុំមែនទេគេនេះចង់ស៊ីខ្ញុំហ៎ព្រះម៉ែទេវតាតាឡូទេវតាជីងសៀនអើយប្រញាប់ចុះមកឋានកដាលជួយខ្ញុំផងខ្ញុំសូមវល់ខ្ញុំស្បត់ថាពេលដែលខ្ញុំមើលសភៅប្រឡំលោកខ្ញុំលេងមើលម្ដង10ជួរហើយតើមិនបានទេខ្ញុំចង់បានរបស់ឆ្ងាញ់ច្រើនជាងនេះទៀតនាងត្រូវតែឲ្យខ្ញុំនេះរបស់ព្រះអង្គនាងឲ្យរបស់ឆ្ងាញ់ឲ្យខ្ញុំច្រើនមកឲ្យខ្ញុំឲ្យច្រើនរបស់ខ្ញុំពិតជាគ្មានចង្អាប់ទៀតនោះទេខ្ញុំមិនចង់ហូបរបស់នេះទេខ្ញុំចង់ហូបសាច់ខ្ញុំចង់ហូបសាច់ធ្វើអីហ្នឹងមិនឲ្យខ្ញុំហូបសាច់ខ្ញុំនឹងយកនាងទៅចំអិនជាមិនខានទេឬមួយឆ្លងភពទៅតែបានពីភៀងជីវិតរបស់ខ្ញុំត្រូវបញ្ចប់នៅទីនេះហើយមែនទេឬមួយឆ្លងភពទៅតែបានពីភៀងជីវិតរបស់ខ្ញុំត្រូវបញ្ចប់នៅទីនេះហើយមែនទេជំងឺផ្លូវចិត្តកុមារជាទូទៅមានអារម្មណ៍ថាថប់ភ័យខ្លាចនិងបាក់ទឹកចិត្តលុះត្រាតែគេញ៉ាំគ្រប់គ្រាន់គេបានគ្រប់គ្រាន់ទើបជំងឺរបស់គេបានធូរកូនសំឡាញ់ឆាប់គេងទៅមានម៉ាំងនៅកំដរក្បែរខ្លួនហើយមិនថាកូនសាច់ឬក៏កូនហត់ក៏មានម៉ាក់នៅក្បែររហូតហើយចង្រៃយកខ្សែលើយ៉ាងទៀតហើយ
កូនសំឡាញ់ឆាប់គេងទៅអូយអូនេះព្រះអង្គធ្វើស្អីហ្នឹងស្នំអាយស៊ូដើម្បីដណ្ដើមក្តីស្រឡាញ់បែរជាហ៊ានដាក់ថ្នាំសម្រាប់យើង ជើងខ្ញុំម្ចាស់ស្ពឹកទៅហើយមានចិត្តឯណាដាក់ថ្នាំសម្រាប់ឲ្យព្រះអង្គនោះមុខមាត់របស់ស្រីម្នាក់នេះបែរជាដូចជាបងស្រីដែលបានចែកឋានទៅរបស់ខ្ញុំសាមីង7ទៅ8ភាគដែរនេះគឺជាសម្លេងបេះដូងរបស់ម្ចាស់ដាំសេវជីគួរឲ្យស្ដាយទោះបីជាមុខមាត់ដូចជាបងស្រី7 8ភាគដែរប៉ុន្តែចិត្តគំនិតអាក្រក់បែបនេះបែរជាដាក់ថ្នាំយកក្តីស្រឡាញ់ពីយើងប្រាប់ហើយថាមិនបានដាក់ថ្នាំព្រះអង្គទេគឺព្រះអង្គមានចរិតពីរផ្សេងគ្នាសោះហ្នឹងព្រះអង្គខ្ញុំម្ចាស់ពិតជាត្រូវមកបង្កាច់មែនកាលពីយប់មិញព្រះអង្គបានស្រែកហៅបងស្រីអាមីងរហូតនេះបើខ្ញុំម្ចាស់បានដាក់ថ្នាំសម្រាប់ព្រះអង្គមែនមិនអាចឲ្យព្រះអង្គនិយាយរឿងសម្ងាត់នៅក្នុងចិត្តបានមកនោះមែនទេព្រះអង្គសាកគិតទៅមើលកាលពីយប់មិញរាងកាយព្រះអង្គមានអីខុសប្រក្រតីដែរទេប្រៀបដល់ក្រតីដែរទេប្រៀបដូចជាអារម្មណ៍មិនអាចគ្រប់គ្រងខ្លួនឯងបានឬមួយក៏យើងបាត់បង់សតិមើលទេជាមនុស្សចិត្តត្រជាក់ដែរតែមិនត្រូវទេប្រកាសជាលេសរបស់ស្រីម្នាក់នេះហើយណាស់ហើយចុះសម្លាប់គេចោលតែម្ដងទៅព្រះអង្គកុំសម្លាប់ខ្ញុំអីខ្ញុំពិតជាមិនបានដាក់ថ្នាំព្រះអង្គមែនពិតជាព្រះអង្គមានជំងឺខ្លួនឯងនេះជំងឺវិកលចរិតព្រះអង្គស្គាល់ដែរទេគឺថាមនុស្សសុកក៏ប្រែទៅជាមនុស្សម្នាក់ផ្សេងទៀតឬក៏និយាយបានថានៅក្នុងខួរក្បាលព្រះអង្គមានមនុស្ស2នាក់នៅក្នុងនោះគឺក្នុងពេលតែមួយណាព្រះអង្គយល់ដែរទេនិយាយព្រៃផ្ដោះនាងដាក់ថ្នាំឲ្យយើងផឹកជាមុនហើយបន្ទាប់មកប្រើសម្ដីប្រមាថជើងទៀតថ្ងៃនេះយើងមិននឹងអាចទុកឲ្យនាងរស់បានទៅសេជីងព្រះអង្គគឺជាស្ដេចល្ងឹងខ្ញុំស្ដាយណាស់ដែលយប់មិញនេះខ្ញុំខំប្រឹងលួងលោមព្រះអង្គពេញមួយយប់ដូចជាលួងក្មេងម្នាក់អញ្ចឹងទីបំផុតព្រះអង្គក៏ភ្ញាក់ខ្លួនមកវិញព្រះអង្គបែរជាមានកំណត់យកជីវិតខ្ញុំទៅខ្ញុំស្មានថាពេលដំបូងព្រះអង្គគឺមានជំងឺវិកលចរិតធ្វើឲ្យខូចខួរក្បាលស្មានមកដល់ថាព្រះអង្គមានចរិតពីរសុទ្ធតែប្រក្រតីមិនដូចគ្នាសោះស្ដេចព្រៃផ្សៃស្ដេចល្ងឹងស្ដេចមិនចេះកាត់គឺថាអ្នកបម្រើព្រះអង្គទូលបង្គំនៅទីនេះស្នំអាយស៊ូនិយាយគ្មានសុជីវធម៌បញ្ជូននាងទៅសំណាក់តាចាឥឡូវនេះទៅក្រាបទូលព្រះអង្គឆាប់នាំគេទៅភ្លាមទៅព្រះអង្គខ្ញុំម្ចាស់មិនចង់ទៅដំណាក់តាចាទេពិតជាប្រសន្នណាស់គឺដំណាក់ត្រជាក្មេងដែលឆ្លងចូលក្នុងសភៅប្រឡំលោកនេះគឺអាចសង្គ្រោះបានហើយនៅឆ្ងាយពីស្ដេចព្រៃផ្សៃនេះរស់នៅយ៉ាងសុខសប្បាយមុខមាត់របស់ស្រីម្នាក់នេះដូចជាបងស្រីចែកឋានទៅ7 8ភាគដែរឈប់សិនយើងប្រែកំណត់ហើយដំណាក់ត្រជាកំតាន់ដាក់អីយើងឲ្យនាងនៅក្បែរខ្លួនយើងបំរើយើងរាល់ជុំមនុស្សឈួតពិតជាមានកំណត់ខុសប្រក្រតីពិតមែននាងអាចគេចរួចពីកណ្ដាប់ដៃរបស់ខ្ញុំដែលមានចរិតព្រៃផ្សៃម្នាក់នេះប្រកាសជានាងមានគុណសម្បត្តិលើសគេហើយយើងចង់ឲ្យនាងនៅក្បែរបំរើយើងខ្ញុំឃ្លានខ្ញុំចង់ហូបបាយខ្ញុំឃ្លានខ្ញុំម្ចាស់សូមថ្វាយបង្គំព្រះអង្គសូមព្រះអង្គមានសុខភាពមាំមួនចេញទៅព្រះអង្គមួយថ្ងៃរវល់តែរឿងព្រះរាជកិច្ចមិនបានទៅរកស្រីស្នំណាម្នាក់នៅដំណាក់ខាងក្រោយនេះគឺចិត្តខ្លាចទៅជាដំណាក់ទៅជាទៅហើយมันអាចបន្ធូរបន្ថយការប្រុងប្រយ័ត្នបានទេព្រះអង្គបើសិនជាព្រះអង្គឆ្លៀតពេលទៅដំណាក់របស់ខ្ញុំម្ចាស់ម្ដងម្កាលដើម្បីបន្ធូរអារម្មណ៍នោះជំងឺឈឺក្បាលរបស់ព្រះអង្គម្ចាស់នឹងបានជាយើងធ្លាប់និយាយឲ្យថានាងក៏ដូចគ្នានឹងពួកគេអញ្ចឹងគឺជាមនុស្សគ្មានបានការដែលយើងចិញ្ចឹមនៅដំណាក់ខាងក្រោយប៉ុណ្ណោះ
ចូលដែរទេឯងក៏ចូលដែរទេណាហ៎ទេវតាអង្គនេះមិនក៏គ្រាន់តែធំក្លិនក៏ម្ដងអញ្ចឹង យើងចង់សោយ អេបានឲ្យញ៉ាំអ្នកណាប្រើឲ្យត្រង់ជាព្រះអង្គដែលខ្ពង់ខ្ពស់គ្មានអ្នកណាប្រៀបអ្នកណាប្រើឲ្យត្រង់ជាព្រះអង្គដែលខ្ពង់ខ្ពស់គ្មានអ្នកណាប្រៀបនោះអេសម្រាប់ចិត្តអង្គុយចូលមកបានញ៉ាំទៅណាញ៉ាំទៅណែញ៉ាំទៅលឿនយ៉ាងនេះអាឡូខ្ញុំឲ្យលោកញ៉ាំលោកពិតជាញ៉ាំអស់មែនហើយសាច់បង្គាពួកកសាច់ករបស់ខ្ញុំពួកឯងពិតជាគួរឲ្យអាណិតណាស់ យើងចង់សោយទៀត អស់ហើយត្រូវព្រះអង្គសោយអស់ហើយអេអាយ៉ាអាយេឆ្លាតគឺថារបស់ឆ្ងាញ់របស់ទាំងអស់នេះគឺត្រូវយករបស់មានតម្លៃទៅបដូរបើពឹងតែលើកម្លាំងបាយតែមួយមុខគឺមិនអាចបដូររបស់ឆ្ងាញ់បានទេណាអញ្ចឹងបងស្រីយើងនឹងឲ្យរបស់មានតម្លៃនៅលើខ្លួនយើងទាំងអស់ឲ្យទៅបងស្រី អញ្ចឹងគឺបានអញ្ចឹងបងស្រីឲ្យរបស់ឆ្ងាញ់មកយើងមកអូហូមុខដ៏សង្ហាននេះមិនបានទេបើសិនជាថ្ងៃស្អែកសេវជីងភ្ញាក់មកវិញដឹងថាខ្លួនឯងមិនស្លៀកពាក់កៅអៅទេអញ្ចឹងគេប្រកាសជាកាត់ក្បាលខ្ញុំហើយឲ្យគេស្លៀកវិញសិនបងស្រីមិនចង់បានអាវនេះទេខ្ញុំចង់បានរបស់ឆ្ងាញ់មិនបានទេរបស់នេះឯងត្រូវតែយកបងស្រីម្នាក់នេះពិតជាទន់ភ្លន់មែនហើយមុខមាត់ក៏ដូចជាបងស្រីរបស់យើងខ្លាំងណាស់បងស្រីអាមីងនៅក្នុងសិភៅរឿងនោះគឺមិនបានរំលឹកពីមនុស្សម្នាក់នេះទេបងស្រីអាមីងខ្ញុំនឹងលាក់ឲ្យចិនខ្ញុំមិនបញ្ចេញសម្លេងទេបងស្រីអាមីងបងកុំតាណាអីបងកុំបោះបង់យើងឲ្យនៅម្នាក់ឯងអីតាមពិតគឺអញ្ចឹងទេអាយគឺជាសេវជីងកាលពីកុមារភាពព្រោះតែសេវជីងមិនអាចទទួលយកការស្លាប់របស់បងស្រីគេតែបានជាគេបង្ហាញចរិតក្មេងបិសាចអាយចេញមកហើយអ្វីដែលអាយបញ្ចេញមកនោះគឺជាកំហឹងសងសឹកដែលបានលាក់ទុកនៅក្នុងចិត្តរបស់សេវជីងព្រះអង្គធ្វើអីហ្នឹងមនុស្សដែលសម្លាប់បងស្រីមិនអាចអភ័យទោសឲ្យបានទេលេងដៃលេងទៅទឹកស្លាប់ទៅទឹកស្លាប់ទៅទឹកស្លាប់ទៅលោកលីនៅផ្នែកគ្រឿងអលង្ការនោះបាននិយាយថាកងដៃមង្គលនីងឲ្យតែក្រវីតែបន្តិចគឺអាចធ្វើឲ្យមនុស្សប្រុសបង្វេងយប់នេះយើងប្រកាសជាយកព្រះអង្គឲ្យបានមិនខានទីចាហើយនោះជប់ចាំនេះហើយនៅរត់ធ្វើឲ្យទៀតព្រះអង្គសុំថ្វាយតាមមកចូលសំឡេងទេយូរ៉ាក្រៅប្រទេសនេះគឺជាចាបើសិនជានាងមិនចង់ស្លាប់ទេនាងឆាប់ស្ដាប់តាមខ្ញុំទេឆាប់រត់ឥឡូវនេះភ្លាមឆាប់រត់ទេឯងចង់ដណ្ដើមការស្រឡាញ់របស់ព្រះអង្គពីជើងមិនក៏មនុស្សស្រីក្នុងវាំងសិតតែរឹងតឹងយ៉ាងនេះម្នាក់ហើយម្នាក់ទៀតចេះតែចង់ចូលខ្លួនស្លាប់បែបនេះហើយឆាប់រត់ទេឆាប់ឡើងស្លាប់ពួកនាងត្រូវតែស្លាប់ពួកនាងត្រូវតែស្លាប់ទាំងអស់ការតែងខ្លួនរបស់ខ្ញុំថ្ងៃនេះប្រកាសជាស្អាតណាស់ហើយតែព្រះអង្គមើលយើងឲ្យពេញចិត្ត
ព្រះអង្គព្រះអង្គព្រះ ទូលបង្គំគួរតែស្លាប់ធ្វើឲ្យព្រះអង្គក្រោធទូលបង្គំគួរតែស្លាប់ យ៉ាលោកគ្រាន់តែស្រែកបែបនេះអញ្ចឹងហ៎គេចិត្តស្លាប់ហើយណាលោកចុះទៅឆាប់ឡើងហើយយ៉ាអេអាយនេះមានរបស់ឆ្ងាញ់ណាទីនេះមានរបស់ឆ្ងាញ់សាហាត់មកទេហើយមិនបានទេនេះស្នាមឯចិនមានកំហុសអីទៅធ្វើឲ្យព្រះអង្គខឹងខ្លាំងយ៉ាងនេះ អ្នកណាទៅដឹងទៅគេគ្រប់គ្នានិយាយថាព្រះអង្គគឺជាមនុស្សដែលមានចិត្តសាហាវផ្ដាច់ការណាស់បើសិនជាស្នំឯចិនដែលខ្ចាល់នោះព្រះអង្គរបស់ពួកយើងនឹងខ្លាចជាស្ដេចទី1ដែលសម្រាប់ស្នំរបស់ខ្លួនព្រះអើយពួកនាងកំពុងតែធ្វើអីហ្នឹងស៊ូថៅអញចង់សម្រាប់ព្រះអង្គមែនទេ កុំអីសំណាប់ចិនឆាប់កេងទៅមានខ្ញុំណែកុំដល់អ្នកក្នុងយុទ្ធសំកុំដល់អ្នកសើកុំដល់អ្នកយំសំណាប់ចិនឆាប់កេងទៅមានខ្ញុំណែកុំដល់អ្នកក្នុងយុទ្ធសំកំពុងតែពង្វើព្រះអង្គហើយឆាប់កាន់ដាត់នេះទៅ កុំដល់អ្នកយំសំណាប់ចិនលេងខ្ញុំ យើងនឹងសម្លាប់នាង លេងទៅលេង ឲ្យនាងជ្រៀងទៅមកតទៅ ពពកខ្មែរពីពេញមេឃផ្កាយជាច្រើនបាញ់ចេញពន្លេអំពិលអំពេកហើទៅមកអំពិលអំពេកហើមកតើអ្នកកំពុងនឹកនាងណាកូនតនសាយឆ្លាតកូនតនសាយឆ្លាតឆាប់បើកទ្វារទៅមិនបើកទេមិនបើកទេខ្ញុំមិនបើកទេម៉ាំងមិនទាន់ត្រឡប់មកវិញនាងណាមកក៏មិនបើកដែរអ៊ីយ៉ូសេឡាថាចិនយ៉ាចិនឡាថាអេឡាថាតាវងជីsưថាយិនស៊ីនហួថាសេឡាថាចិនយ៉ាចិនថាឡាអេឡាថាតាវងជីsưថាយិនស៊ីហួថាសេឡាថាចិនយ៉ាចិនឡាថាអេឡាថាតាវងជីsưថាយិនស៊ីហួថាអូយព្រះអើយ ស៊ូថៅអញធ្វើបែបនេះសមរម្យដែរទេអញឆាប់លេងព្រះអង្គភ្លាមទៅបានតែអញ្ចឹងយើងដាស់ព្រះអង្គឲ្យភ្ញាក់ទេមិនបាត់ទេលោកអាម៉ាជីស្នំឯកទូលបង្គំនៅទីនេះ មើលថែព្រះអង្គឲ្យបានល្អកុំឲ្យជន់ឆ្លៀតឱកាសបានឲ្យសោះ ក្រាបទូលបងស្រីកុំតាណាចោលខ្ញុំ ហើយថ្មីត្បិតតែជាព្រះអង្គមែនប៉ុន្តែគឺជាមនុស្សដែលគួរអាណិតម្នាក់ ខ្ញុំប្រាប់ពួកនាងទៅចង់ព្រះអង្គប្រកាសជាចូលចិត្តចម្រៀងក្មេងៗហើយមិនអញ្ចឹងទេស៊ូថាគ្រាន់តែច្រៀងចម្រៀងក្មេងដែលមិនត្រូវទំនុកប៉ុន្មានក៏អាចលួងព្រះអង្គឲ្យខ្លាចជាក្មេងម្នាក់បានទៅហើយ អញ្ចឹងតាទៅព្រះអង្គរាប់ពេលពិធីជប់លៀងផ្កា100នោះពេលដែលគ្រប់ដំណាក់ទាំងអស់សម្ដែងសិល្បៈទ្រង់បែរជាមិនរវីរវល់តាមពិតចូលចិត្តចម្រៀងក្មេងសោះ ប៉ុន្តែពួកយើងប្រហែលអ្នកនេះក៏គ្មានអ្នកណាចេះច្រៀងចម្រៀងក្មេងដែរមើលទៅពិធីជប់លៀងផ្កា100ចិនមកដល់ទៅហើយតែនខ្ញុំមករៀនពួកនាងតែនអេឲ្យតែពួកនាងមានចម្រៀងក្មេង300បទនេះនៅក្នុងនេះគឺអាចច្រៀងចម្រៀងបានជាច្រើនប្រកាសជាអាចទទួលបានការពេញចិត្តពីព្រះអង្គហើយចាំបានមែនទេប៉ុន្តែពួកនាងគឺត្រូវតែប្រែមាសពេជ្រកែវកងយកមកបដូរក្នុងម្នាក់ឲ្យមាស 100000 ដំឡឹងមក100000 ដំឡឹងមក 10 ដំឡឹងហីមិនក៏នាងមិនផ្លន់តែម្ដងទៅ ដាក់តម្លៃថ្លៃពេកហើយស្រីនៅក្នុងវាំងនេះមិនក៏ក្រខ្លាំងម្ល៉េះខ្ញុំស្មានថាមានតែខ្ញុំទេដែលក្រ
អាយ៉ារឿងគ្រប់យ៉ាងគឺសិតតែអាចពិភាក្សាគ្នាបានបើសិនជាពួកនាងយល់ថាថ្លៃពេកខ្ញុំបញ្ចុះតម្លៃឲ្យចា ស្នំអាចចាំនិយាយឲ្យថាស៊ូថាវអឺគឺជាស្នំបិសាញ់ប្រើល្បិចគួរឲ្យស្អប់ខ្ពើមមួយចំនួនមកបោកចិត្តរបស់ព្រះអង្គនោះគឺមានទោសកុហកព្រះអង្គហើយអ្នកបម្រើបណ្ដេញស៊ូថាវអឺចេញទៅ អេមិនមែនទេពួកនេះមិនទិញក៏ហីទៅមិនក៏មកនិយាយផ្ដេសផ្ដាស់ទៀតបើដឹងអញ្ចឹងមិនលក់ថ្លៃយ៉ាងនេះទេពេលនេះល្អហើយចំណូលតាន់តិចក៏គ្មានផងពីដំបងគាត់ថាអាចរកប្រាក់បានមួយចំនួនហើយអាចឲ្យស្នំនៅក្នុងវៀងចេះច្រៀងចម្រៀងក្មេងដើម្បីជួយលួងលោមអារម្មណ៍របស់សេវជីងប្រហែលជាអាចធ្វើឲ្យគេបង្ហាញចេញនៅចរិតបិសាចនោះមកទៀតល្អណាស់ពេលនេះទាំងមនុស្សហើយនឹងទ្រព្យគឺទៅទេទាំងអស់ហើយ អាឈី មិនស្មានថាស្ដេចផ្ដាច់ការម្នាក់នេះក៏មានពេទ្យដែលមានចរិតទន់ភ្លន់ដែរអើយស៊ូថៅអើយស៊ូថៅអើគេគ្រាន់តែជាស្ដេចឃ្លានឈាមម្នាក់ប៉ុណ្ណោះឯងមិននឹងធ្វើឲ្យគេខ្លាចជាមនុស្សមានមនោសញ្ចេតនាម្នាក់បានទេគេមិនមែនស្រឡាញ់ឯងទេគេគ្រាន់តែចាត់ទុកឯងជាថ្នាំលួងលោមអារម្មណ៍គេប៉ុណ្ណោះដូចព្រះអង្គសំណប់ចាន់ យើងគឺសៀវជីងយើងគឺសៀវជីងយើងគឺសៀវជីងថ្ងៃស្អែកក្នុងពិធីជប់លៀងផ្កាស100យើងនឹងប្រគល់តំណែងព្រះមហេសីឲ្យទៅនាងធ្វើបែបនេះអាចលួងលោមអត្តចរិតក្មេងបិសាចរបស់យើងបានហើយក៏មិនអាចស្រែកឃ្លានទាំងអស់នៅដំណាក់ខាងក្រៅបោះបង់កំណត់ចោលព្រួយមួយបាញ់បានសត្វពីរ សេវជីងម្នាក់នេះសម្បកក្រៅមើលទៅសភាពរៀបសារមិននិយាយច្រើនតែបែរជាមានល្បិចច្រើនបើសិនជាដូចគេនិយាយនោះគឺខ្ញុំត្រូវគេជាមួយគេរយប់ហើយក្មេងបិសាចអាយៈនោះមិនដឹងថាថ្ងៃណាមួយលេចមុខមកសម្រាប់ខ្ញុំទេបើសិនជាខ្ញុំខ្លាចជាព្រះមហេសីមែនចាយយានប្រកាសជារកគ្រប់មធ្យោបាយដើម្បីសម្រាប់ខ្ញុំហើយនៅពីមុខមានអាយៈចាំយកជីវិតនៅពីក្រៅមានស្នំអាចចៅយានម្នាក់ទៀតមិនបានទេខ្ញុំត្រូវតែឲ្យសេវជីងស្អប់ខ្ញុំឲ្យខ្លាំងចុងក្រោយបញ្ជូនខ្ញុំទៅដំណាក់ត្រជាក់ដើម្បីនៅឲ្យឆ្ងាយទំនាស់នៅដំណាក់ក្រោយនេះនាងដឹងពីអាថ៌កំបាំងរបស់យើងច្រើនពេកហើយបើសិនជានាងមិនស្ម័គ្រចិត្តធ្វើជាមហេសីរបស់យើងទេនាងនឹងបាត់មុខពីរាជវាំងហើយ នេះហើយដែលគេនិយាយថាដឹងរឿងកាន់តែច្រើនកាន់តែឆាប់ស្លាប់មែនទេ និយាយស្អីហ្នឹង អាយ៉ាខ្ញុំថាព្រះអង្គមិនត្រឹមតែសង្ហាទេហើយថែមទាំងអង្គអាចមិនធម្មតាទៀតធ្វើឲ្យមនុស្សស្រីលើโลกនេះចង់បានគ្រប់គ្នាព្រះអង្គមិនចឹងទេព្រះអង្គចាត់ទុកថាខ្ញុំមិនបាននិយាយទេចាស់មិនបាច់ទេរឿងនេះគឺសម្រាប់យ៉ាងនេះហើយ ស
ស្ដេចចំគួតនេះពិតជាចង់ធ្វើអីធ្វើនឹងការប្រយុទ្ធមិញនៅចង់សម្លាប់ខ្ញុំលឡាយថ្ងៃនេះបែរជាឲ្យខ្ញុំធ្វើព្រះមហេសីមិនបានទេមិនអាចធ្លាក់ចូលអន្ទាក់គេទេខ្ញុំត្រូវតែរកមធ្យោបាយឲ្យគេរកអ្នកដទៃធ្វើជាព្រះមហេសីឲ្យបានស្នំអីចាយនាងមកធ្វើអីខ្ញុំម្ចាស់មកនេះគឺចង់ប្រាប់ស្នំឯកថាបើសិនជាថ្ងៃស្អែកក្នុងពិធីជប់លៀងផ្កា100នោះចង់ទទួលបានការប្រទានរបស់ព្រះអង្គគឺអាចយកពិនទៅជាមួយដេញភ្លេងរងាប់អារម្មណ៍មួយបាត់ឲ្យព្រះអង្គស្ដាប់ទេនាងនិយាយផ្លេសផ្ដាស់អ្វីដែលព្រះអង្គចូលចិត្តនោះគឺចម្រៀងក្មេងបានជាឲ្យខ្ញុំដេញពិនបាត់រងាប់អារម្មណ៍បាត់រងាប់អារម្មណ៍នេះគឺដូចជាបាត់បំពេឲ្យគេងអាក្រក់ស្ដាំដូចជាភ្លេចបុណ្យសមអញ្ចឹងចង់ធ្វើបាបជាងមែនទេមែនទេនាងមកបង្កាច់ខ្ញុំហើយព្រះអង្គពេលនេះមិនមែនជាព្រះអង្គពេលនោះទេនាងស្ដាប់ខ្ញុំទេលោកឧបរាជព្រះអង្គជាងមកដល់ហើយសូមថ្វាយបង្គំព្រះអង្គសូមឲ្យព្រះអង្គមានប្រជញ្ញ10000 ឆ្នាំអាយយព្រះជាម្ចាស់ហើយម្ចាស់តូចសោយស្អីនឹងមិនក៏កខ្វក់ម្ល៉េះក្រោកឡើងទាំងអស់គ្នាមកសូមអរព្រះគុណព្រះអង្គត្រង់មិននឹងនិយាយថាកខ្វក់តាមបតីនេះជារបស់សំណាប់ជាម្ហូបឆ្ងាញ់ដែលធ្វើឡើងពីគ្រឿងផ្សំពិសេសឈ្មោះថាតាហ៊ូស្អីណែព្រះអង្គសាកភ្លុកមើលទេថ្ងៃនេះយើងនឹងធ្វើឲ្យត្រង់ខ្មាស់គេយើងមិនជឿថាត្រង់នៅតែផ្ដោតឋានៈជាមហេសីឲ្យយើងទៀតទេស្អីណាស់មែនទេយ៉ាម្ចាស់តូចឆាប់ដាក់ចុះទៅកុំឲ្យព្រះអង្គក្រោធណាព្រះអង្គគឺខ្ញុំម្ចាស់មិនបានគ្រប់គ្រងដំណាក់ខាងក្រោយបានល្អទើបធ្វើឲ្យស្នំឯកស៊ូយករបបបែបនេះចូលក្នុងពិធីជប់លៀងផ្កាមួយនេះបានអ្នកបម្រើឆាប់ចាប់ស្នំឯកស៊ូទៅវាយ50របស់ទៅឈប់សិនចម្លែកណាស់តើហ៊ូនេះមានរសជាតិស្អុយណាស់ប៉ុន្តែបែរជាមានរសជាតិឆ្ងាញ់ខូចកាហើយគេក៏ចូលចិត្តម្ហូបចម្លែកដែរខ្ញុំត្រូវតែឲ្យលោកត្រូវថ្នាំខ្លាំងបន្តិចហើយព្រះអង្គខ្ញុំម្ចាស់បានត្រៀមម្ហូបញ៉ាំលេងមួយមុខទៀតថ្វាយព្រះអង្គឈ្មោះថាមីទំពាំងជូរព្រះអង្គសាក់ភ្លុកមកទេយ៉ាព្រះអង្គនេះមិនអាចសោយបានទេកុំអីក្រាបទូលពេលនេះព្រះអង្គគួរតែដាក់ទោសខ្ញុំហើយត្រូវត្រៀមខ្លួនទទួលវិស្សមការរយៈពេលវែងក្នុងដំណាក់ត្រជាក់របស់ខ្ញុំហើយថ្មីនេះយើងតែងតែទទួលក្លិនក្រអូបធ្វើឲ្យយើងឆ្លួតម្យ៉ាងធ្វើឲ្យយើងឈឺក្បាលពិបាកទ្រាំទើបធ្វើឲ្យយើងមានអារម្មណ៍បែកខ្ញែកវាអាចកាត់បន្ថយក្លិនក្រអូបមកបានធ្វើឲ្យក្បាលរបស់យើងស្វាងឡើងវិញផ្សព្វផ្សាយបញ្ជារបស់យើងស្នំអៃស៊ូមានគុណសម្បត្តិបង្កើតមុខម្ហូបថ្មីប្រទានមាសពេជ្រកៅកង10កេសក្រណាត់សុទ្ធ20កីបន្ទាប់មកយកម្ហូបតៅហ៊ូស្អុយនិងមីទំពាំងជូរបញ្ចូលទៅមុខម្ហូបទទួលភ្ញៀវរាជវង្សនិងគ្រួសារអភិជនក្រាបទូលម្ចាស់តូចមិនក៏មិនឆាប់អរព្រះគុណព្រះអង្គភ្លាមទៅអរព្រះគុណព្រះអង្គថ្ងៃនេះគឺជាថ្ងៃជប់លៀងផ្កា100ស្នំឯកស៊ូបែរជាយករបស់ជូរស្អុយបែបនេះមកចូលរួមពិធីគេគឺមានចេតនាច្បាស់ណាស់បើអញ្ចឹងពេលនេះស្នំឯកស៊ូដេញពិនមួយបាត់ទៅ
ណែព្រះអង្គខ្ញុំម្ចាស់គឺជាអ្នកចំនួនក្រោយរបស់លោកមេតបខ្ញុំម្ចាស់តាំងពីតូចមកគឺរៀនចេះតែទេពកោសល្យគឺជាគុណធម៌ស្រាវជ្រាវតែរបស់ឆ្ងាញ់ទេអ្វីផ្សេងទៀតស្អីក៏ខ្ញុំម្ចាស់មិនចេះដែរសំណាងដែរដែលយើងនៅចាំពីតួអង្គរបស់ខ្លួនឯងអ្នកទាំងអស់គ្នាអង្គុយចុះព្រះអង្គខ្ញុំម្ចាស់តែងតែស្ដាប់បានលើថានៅដំណាក់ខាងក្រោយស្នំឯកចាគឺពូកែលេងភ្លេងជាងគេបើមិនអញ្ចឹងទេឲ្យស្នំឯកចាដេញប៉ិនមកបាត់ទេដេញបាត់រងាប់អារម្មណ៍ទេអើនាងតែបៃតងនេះពិតជាមិនស្ដាប់ការទឿនរបស់យើងមែនបានលួចចម្រៀងក្មេង300បាត់របស់យើងទៅហើយនៅមិនដឹងថាពេលនេះនៅចំពោះមុខនេះគឺជាព្រះអង្គសែវជីងមិនមែនជាក្មេងពោះមុខនេះគឺជាព្រះអង្គសែវជីងមិនមែនជាក្មេងអាយៈដែលចូលចិត្តស្ដាប់ចម្រៀងក្មេងទេ我们这里的老仔或者上市的高一牌，香炉供台上摆，他才开采访前途快速。 ពួកនាងថោកទាបទាំងអស់នេះលេចបាត់ចម្រៀងក្មេងរបស់យើង300បាត់យកទៅហាត់មែនទេ បងស្រីក្រែងបងនិយាយថាសិភ័យចម្រៀងក្មេងនេះគឺជាក្បាច់រាំដែលគួរឲ្យខ្មាស់គេមែនទេបងស្រីទាំងអស់គ្នាក៏គ្រាន់តែលួចមើលតែប៉ុណ្ណឹងឯងយើងក៏រាំដែរ ព្រះអង្គពិធីជប់លៀងផ្កា100នេះគឺជាពិធីដ៏ធំចម្រៀងនេះមិនត្រឹមតែក្មេងខ្ចីពេកទេហើយមានកាយវិការខ្លះទៀតអាយ៉ាប្រៀបមិនបាននឹងក្មេងរាំផងគឺពិតជាធ្វើឲ្យគេចង់ក្អួតជាងធំតៅហ៊ូស្អុយនឹងតពាំងជូរទៅទៀតនោះក្រាបទូលពិតជាពិបាកហើយយើងមិនចូលចិត្តសម្លេងរំខានរញ៉េរញ៉ៃទេពេលនេះពួកនាងបែរជារាំរបាំដូចជាបិសាចបែបនេះទៀតគឺពិតជាបាត់ភាពរំទុំអស់ហើយចម្រៀងនេះគឺប្រៀបដូចជាកំពុងតែលួងកូនក្មេងអញ្ចឹងពួកនាងពិតជាប្រមាថយើងចាត់ទុកយើងជាកូនក្មេង7ឆ្នាំមែនទេក្រែងនេះជាអ្វីដែលព្រះអង្គចូលចិត្តស្ដាប់ពីក្មេងឯងកាលពីយប់ថ្ងៃមុនព្រះអង្គត្រូវបានចម្រៀងទាំងអស់នេះលងឲ្យខ្លាយទៅជាដូចក្មេងម្នាក់អញ្ចឹងពេលនេះមិនក៏ព្រះអង្គក្រោតខ្លាំងយ៉ាងនេះព្រះអង្គគឺស៊ូថាអើបញ្ជាពួកយើងដោយសម្ងាត់ហើយគេបានដាក់អាគមនៅព្រះអង្គទេបាត់មាត់នាំស្នំឯកទាំងអស់រួមទាំងស្នំឯកចៅបញ្ជូនទៅដំណើរទៅចេះទាំងអស់ទៅឲ្យតែសែជីងឬជំងឺឆ្កួតឡើងនៅចំពោះមុខមន្ត្រីទាំងអស់ធ្វើឲ្យពួកគេគ្រប់គ្នារិះគន់យើងនឹងទម្លាក់កំហុសថាសូថាវអ៊ីជាអ្នកដាក់មន្តអាគមព្រះអង្គកូនស្រីរបស់យើងចៅយានខ្លាយជាជនរងគ្រោះវិវោហើយបើសិនជាសេះជីងខ្លាយទៅជាអាយៈហើយសម្លាប់មនុស្សនៅចំពោះមុខទាំងអស់គេឈ្មោះរបស់គេនឹងត្រូវបំផ្លាញព្រះអង្គអាយៈឆ្លាតស៊ូថាអើមិនគោរពព្រះអង្គមាន
បំណងចង់សម្រាប់ព្រះអង្គក្រឆាប់ឡើងចាប់ស្រីស្គួតម្នាក់នេះទៅ ខ្ញុំហាវិវោហើយលេងច្រល់ហើយជីវិតរបស់ខ្ញុំមិនអាចការពារបានទេយើងចាំមើលថានរណាហ៊ានប៉ះនាងយើងចាំមើលថានរណាហ៊ានប៉ះនាងព្រះអង្គកូនស្រីទូលបង្គំមានចិត្តការពារព្រះអង្គមានចិត្តព្រួយបារម្ភពីព្រះអង្គសូមព្រះអង្គកុំបញ្ជូនគេទៅដំណើរត្រជាក់អីទូលបង្គំទាំងអស់យល់ស្របស្នំឯចៅស្នំឯចិននិងស្នំឯសៀប្រើសម្ដីស្នំឯសៀប្រើសម្ដីមិនសមរម្យខំខ្លួននៅក្នុងដំណាក់ពិចារណាកំហុសអរព្រះគុណព្រះអង្គស្នំឯស៊ូមានទាំងសិលធម៌និងទេពកោសល្យហើយជាកូនស្រីត្រកូលអភិជនស្រស់ស្អាតទាំងសម្រស់និងមាយាទគ្មានអ្នកណាប្រៀបផ្ទឹមចាប់ពីថ្ងៃនេះតទៅតែងតាំងព្រះមហេសីនៅដំណាក់កណ្ដាលប្រទានដំណាក់ហ្វុងអ៊ីនិងវិមានអ៊ីខុន10ថ្ងៃក្រោយធ្វើពិធីទទួលតំណែងថាម៉េចព្រះអង្គសូថាគ្រាន់តែជាមនុស្សស្រីដែលមកពីជ័យដែនមិននឹងអាចធ្វើជាព្រះមហេសីបានគេសម្អាងឲ្យធ្វើជាព្រះមហេសីទៅមែនហើយព្រះអង្គត្រកូលស៊ូបានត្រឹមតែជាស្នំឯកប៉ុណ្ណោះតែងតាំងជាព្រះមហេសីតែម្ដងគឺមិនសមទេក្រាបទូលព្រះអង្គស្រីត្រកូលស៊ូនេះមានឋានៈតូចទាបហើយការប្រព្រឹត្តរបស់គេមិនសមគួរមិនអាចឲ្យគ្រប់គ្នាយល់ព្រមទេយើងគឺជាស្ដេចយើងចង់តែងតាំងអ្នកណាធ្វើជាមហេសីចាំពួកលោកអ្នកបញ្ជាដែរទេស្នំឯកចេញមុខមកការពារយើងពេលដែលយើងមានគ្រោះថ្នាក់បើតាមភាពក្លាហានហើយនឹងចិត្តស្មោះត្រង់របស់គេគឺអាចទទួលតំណែងជាមហេសីបានហើយណែម្ចាស់តូចមិនក៏មិនឆាប់អរប្រគុណទៅអរព្រះគុណព្រះអង្គយើងតែងតាំងនាងធ្វើជាព្រះមហេសីមិនត្រឹមតែនាងដូចបងស្រីទេថែមទាំងនាងពិសេសជាងគេទៀតទីបំផុតយើងនៅតែមិនអាចកិច្ចរួចពេលដំបងត្រាស់ស្ដេចចំគួតនោះសម្លឹងឃើញទៅហើយល្អណាស់ពេលនេះនៅត្រូវតែងតាំងជាមហេសីទៀតកាន់តែមិនអាចរត់រួចទៀតហើយមិនបានទេយើងត្រូវតែរកមធ្យោបាយអេជើងដាស់ទៅនាងកុំសប្បាយចិត្តភ្លេចខ្លួនឲ្យសោះហើយកុំស្រមៃថាចង់ដណ្ដើមតំណែងជាព្រះមហេសីជាមួយយើងមិនចឹងទេយើងនឹងសម្រាប់ឯងយ៉ាងវេទនាស្នំឯចែខ្ញុំពិតជាមិនចង់ដណ្ដើមតំណែងជាព្រះមហេសីជាមួយនាងទេតាមពិតទៅគឺដោយសារតែសេវជាងឈួនអូគឺដោយសារតែព្រះគុណរបស់ព្រះអង្គគ្មានដើមកំណើនហើយការប្រទានមួយនេះក៏មិនអាចប្រកែកបានខ្ញុំពិតជាចង់ខំខ្លួនពិចារណាកំហុសដោយពួកនាងអញ្ចឹងយល់ល្អកុំជួបមុខជាមួយនឹងស្ដេចផ្ដាច់ការម្នាក់នោះរហូតទៅល្អអេស្នំឯចែខ្ញុំសុំនាងធ្វើជាគ្រូបានទេខ្ញុំចង់រៀនចំណេះពីនាងរៀនអីទៅធ្វើយ៉ាងណាទៅឲ្យគេធុញដូចជានាងទេឈប់ភ្លាមនៅក្នុងពិធីជប់លៀងផ្កា100នៅមិនខ្មាស់គេគ្រប់គ្រាន់ទៀតព្រះមហេសីតាមទូលបង្គំទៅដំណាក់មហេសីទៅមហេសីយាងមហេសីនេះជាដំណាក់ហ្វុងអ៊ីហើយថ្ងៃក្រោយគឺនៅក្នុងដំណាក់ព្រះមហេសីអូហវ៉ាវអូ小姐វ៉ាវអូ
អ្នកនាងពិតជាអស្ចារ្យណាស់ចូលវាំងមកដល់7ថ្ងៃផងក៏ត្រូវព្រះអង្គតែងតាំងជាព្រះមហេសីលោកម្ចាស់ហើយនិងលោកស្រីបានដឹងនោះប្រកាសជាសប្បាយចិនទាំងអស់នេះគឺសុទ្ធតែជាការប្រទានរបស់ព្រះអង្គ សេលីអើយយើងដូចជាចង់នៅសម័យបុរាណនេះរហូតហើយ អ្នកនាងកំពុងតែនិយាយអីហ្នឹង អីយ៉ាព្រះមហេសីថ្ងៃនេះត្រៀមខ្លួនឲ្យបានល្អទៅព្រះអង្គយប់នេះនឹងមកទីនេះហើយណាក្រាបទូល ពិតមែនទេនៅលើលោកនេះគ្មានអាហារណាដែលញ៉ាំហ្វ្រីនោះទេ ព្រះ អ្នកណាគេនៅទីនោះ គឺយើង ជនក្បត់សៀវលីនេះស្ដេចចំគត់នេះមកហើយក៏នៅមិនផ្ដោតដំណឹងឲ្យយើងទៀតតាមពិតគឺជាព្រះអង្គទេហ៎ នៅដំណាក់ខាងក្រោយនេះក្រៅពីយើងមានអ្នកណាចូលដំណាក់ព្រះមហេសីបានទៀតទៅ ព្រះអង្គមិនអញ្ចឹងទេព្រះអង្គចេញទៅក្រៅសិនទេខ្ញុំម្ចាស់កំពុងតែងូតតាំងបែបនេះមិនសូវសមរម្យទេព្រះអង្គ មិនបាច់ទេ ថ្ងៃមួយនេះទីបំផុតមកដល់ហើយឯងចុះញោមក្រំអំណាចរបស់ស្ដេចត្រូវបង្ខំចិត្តបកលខ្លួន យើងមកទីនេះ តែមិនចូលសំឡេងភេទមយូរ៉ាក្រៅពីភេទនេះគឺជាចាស់ ចាស់ នៅដំណាក់ខាងក្រោយទាំងអស់ម្នាក់សុទ្ធតែចង់បានតំណែងព្រះមហេសីមានតែអូនទេដែលមិនចង់ធ្វើជាព្រះមហេសីយើង ប្រកាសជាដោយសារខ្ញុំខ្លាចស្លាប់នឹងហើយព្រះអង្គគឺមានតំណែងខ្ពស់ជាងគេមានរូបរាងសង្ហាតាក់ទាញហើយមានទាំងចំណេះនិងវិជ្ជាគុណមានស្រីឯណាមិនស្រឡាញ់ទ្រង់បានទេ និយាយពាក្យពិតមក នេះគឺជាពាក្យប៉ັດហើយព្រះអង្គខ្ញុំម្ចាស់កោតសរសើរព្រះអង្គគោរពព្រះអង្គជឿជាក់ព្រះអង្គក៏ប៉ុន្តែខ្ញុំប្រមាថតូចពូកែខ្លាចគឺនៅក្នុងដំណាក់ខាងក្រោយនេះនៅក្រៅខ្នងគ្រប់គ្នាគឺសុទ្ធតែមានអំណាចបន្ស័កខ្ពង់ពោះរីឯគ្រួសារខ្ញុំម្ចាស់វិញគឺនៅជ័យដែរណែណោះគឺគ្មាននរណាម្នាក់ជាក្នុងឯងខ្ញុំម្ចាស់បានទេបើសិនខ្ញុំម្ចាស់ពិតជាមហេសីព្រះអង្គមែនអញ្ចឹងស្នំឯងចៅស្នំឯងចិនអីនោះនឹងចំណែនខ្ញុំម្ចាស់ថ្ងៃក្រោយទៅខ្ញុំម្ចាស់ពិតជារស់នៅក្នុងវាំងបានដោយស្រួលដែរទេព្រះអង្គខ្ញុំម្ចាស់ពិតជាមានចិត្តស្មោះត្រង់ចំពោះព្រះអង្គមែនខ្ញុំម្ចាស់ចាស់ មិនជឿទេលុះត្រាតានាងបញ្ជាក់ឲ្យយើងឃើញ ខ្ញុំម្ចាស់ ពិតជាបាបកម្មមែន ព្រះអង្គតើព្រះអង្គចាត់ទុកខ្ញុំជាអ្នកផ្សេងម្នាក់ទៀតហើយមែនទេបន្តគុជនេះខ្ញុំម្ចាស់មរដីមិនអាចបំរើព្រះអង្គបានទេ យើងនៅមិនទាន់មានបុត្រនៅឡើយទេជៀសមិនផុតពីការតេស្តឌីរបស់មន្ត្រីទាំងអស់ ព្រះអង្គក៏បន្តខ្ញុំម្ចាស់អីខ្ញុំម្ចាស់ដឹងហើយព្រះអង្គបើខ្ញុំម្ចាស់ពិតជាធ្វើមហេសីព្រះអង្គហើយត្រូវគេធ្វើបាបកាត់យ៉ាងម៉េច អូនជាមហេសីរបស់យើងទៅហើយគ្មានអ្នកណាហ៊ានធ្វើបាបមហេសីទេ ខ្ញុំចង់ថាបើសិនជាមាននោះ ឲ្យតែមហេសីស្ដាប់តាមយើងនេះហើយជាក្នុងបង្អែករបស់មហេសី ព្រះអង្គសន្យាមកមិនថាថ្ងៃក្រោយមានស្នាប់ឲ្យសំណប់ចិត្តប្រមាណអ្នកទេក៏មិនអាចឲ្យខ្ញុំម្ចាស់រងទុក្ខដែរ យើងមិនអាចធ្វើអញ្ចឹងទេ 夜空中最亮的
យើងធានាចំពោះមហេសី អញ្ចឹងបើសិនជាព្រះអង្គពិតជាស្រឡាញ់អាណិតខ្ញុំម្ចាស់មែនសន្យានឹងលក្ខខណ្ឌខ្ញុំម្ចាស់មួយទៀតទេ 5មកចុះ ខ្ញុំម្ចាស់រស់នៅព្រំដែនតាំងពីតូចរហូតធំខ្ញុំម្ចាស់ចង់យកស្រាទៅដោះគោហើយនឹងសាច់អាំងខ្លះចូលទៅក្នុងរាជវាំងដើម្បីឲ្យព្រះអង្គបំបត្តិការធុញទ្រាន់ ចង់ប្រើអាហារមកយកចិត្តយើងក៏គួរឲ្យស្រឡាញ់ណាស់ដែរអនុញ្ញាត ខ្ញុំម្ចាស់ដឹងហើយថាព្រះអង្គគឺជាមនុស្សប្រុសដែលយល់ចិត្តគេបំផុតហើយ យប់ណាស់ទៅហើយព្រះមហេសីគួរតែកំដរយើងផ្ទុំហើយ ប៉ុន្តែព្រះអង្គខ្ញុំម្ចាស់មរដីពិតជាមិនអាចបម្រើព្រះអង្គបានមែន យើងគ្រាន់តែអោបផ្ទុំទេ ព្រះអង្គនៅតែត្រូវខ្ញុំលួងលោមបានដដែលហេហេ អ្នកនាងព្រះអង្គទៅបាត់ហើយខ្ញុំបំរើអ្នកនាងលុបមកចុង ក្រនបាហើយដែលយកមិញគេមិនប្រោចរិត អ្នកនាងពិតជាពូកែមែនខ្ញុំលើស្រីបំរើនៅរាជវាំងជាច្រើននិយាយថាព្រះអង្គចាប់តាំងពីឡើងក្រុងរាជមកគឺមិនដែលប៉ះពាល់មនុស្សស្រីទេក៏មិនដែលផ្ទុំដំណាក់ស្នំដែរព្រះអង្គពិតជាផ្ដល់ការស្រឡាញ់ដល់អ្នកនាងខ្លាំងណាស់ ថ្លង់ណាស់សំឡាប់ អើយការស្រឡាញ់ដ៏វិសេសវិសាលនេះអ្នកនាងអត់សប្បាយចិត្តទេអី សេលីឯងចង់ស្ដាប់ខ្ញុំនិយាយរឿងមួយឲ្យឯងស្ដាប់ដែរទេ ឯងស្មានថាស្ដេចផ្ដាច់ការម្នាក់នោះជួបយើងជាលើកដំបូងយកដៃមកដាក់លើកយើងជាការលេងសើចមែនទេដូច្នេះហើយទើបមិនធ្វើអីបន្តទៀតមិនមែនទេនោះគឺមកពីអ្នកនាងរបស់ឯងនេះមានកម្លាំងខ្លាំង អ្នកនាងអញ្ចឹងគាត់ធ្វើចាំមិនទៅ 10 ថ្ងៃក្រោយគឺជាពិធីតែងតាំងយើងមានកម្រងមុនពិធីត្រូវតែរត់គេចចេញពីរាជវាំងនេះ រត់គេចពីក្នុងរាជវាំងអ្នកនាងនិយាយលេងសើចទេដឹង ឯងមិនបានស្ដាប់ខុសទេរឿងមួយនេះពាក់ព័ន្ធនឹងអាយុជីវិតរបស់អ្នកនាងឯង ប៉ុន្តែបើសិនជារត់មិនរួញហើយត្រូវព្រះអង្គចាប់បានពួកយើងនឹងត្រូវគេប្រហារជីវិតដែរទេ នេះបើយើងនៅក្នុងរាជវាំងក៏កិច្ចមិនផុតពីស្លាប់ដែរតែបើរត់គេចចេញពីរាជវាំងក៏ប្រហែលជាអាចនៅមានជីវិតរស់យើងមានតែតស៊ូ នាង អើយសេលីឬមួយក៏ឯងចង់ឃើញអ្នកនាងរបស់ឯងត្រូវជន់អត់ឃ្លាននឹងស្ដេចផ្ដាច់ការម្នាក់នោះខំកាកេឲ្យស្លាប់តាមមែនទេចុងក្រោយឯងសូម្បីតែសាកសពរបស់អ្នកនាងឯងក៏លែងបានឃើញដែរ មិនបានទេសេលីបានទទួលការផ្ដាំផ្សាយពីលោកម្ចាស់លោកស្រីថាត្រូវការពេលអ្នកនាងឲ្យផុតគ្រោះថ្នាក់ដាច់ខាតមិនឲ្យអ្នកនាងថិតក្នុងភាពគ្រោះថ្នាក់ទេ អញ្ចឹងយប់នេះឯងធ្វើតាមអ្នកនាងរបស់ឯងទេគោលដៅរបស់ពួកយើងគឺរត់ចេញពីរាជវាំងនេះ ជាមនុស្សស្រីដែលមកពីជ័យដែនបែរជាប្រោឋនៈពីស្នំឯកខ្លាយទៅជាព្រះមហេសីពិតជាមិនគួរឲ្យជឿមែន ឯងតែដឹងអីទៅស្រីត្រកូលម្នាក់នេះឮថាមានសិភៅមុនអាគមមួយក្បាលឲ្យតែគេសូនមុនអាគមនោះព្រះអង្គនឹងពង្វិញវង្វាន់ស្មារតីហើយ មិនមែនទេខ្ញុំឮថាកាលពី2ថ្ងៃមុនព្រះមហេសីស៊ូនៅក្នុងពិធីជប់លៀងផ្កា100នោះបានធ្វើម្ហូបឆ្ងាញ់ពីមុខថ្វាយព្រះអង្គសោយទើបទទួលបានការប្រទានពីព្រះអង្គចង់ចិត្តមនុស្សប្រុសគឺត្រូវតែចង់ក្រពះរបស់គេសិន ខ្ញុំឮថាព្រះមហេសីស៊ូទើបនឹងឡើងតំណែងថ្មីនេះគឺជាស្រីកញ្ជ្រោងពីកំណើនកាលពីយប់មិញណាព្រះអង្គបានផ្ទុំនៅដំណាក់ខុននិងពេញមួយយំ ស្រីមកពីជាដែនម្នាក់នេះមិនត្រឹមតែដណ្ដើមយកតំណែងជាមហេសីទេនៅទទួលការស្រឡាញ់ពីព្រះអង្គទៀតស្នំឯកចៅស្អប់គេណាស់ មើលទៅព្រះមហេសីថ្មីម្នាក់នេះទៅថ្ងៃអនាគតគឺមិនអាចរស់នៅបានសុខនោះទេអ្នកនាងកុំខឹងអីខ្ញុំនឹងទៅបដាពួកគេចំនួនអ្នកនាង មិនបានខឹងទេថ្មីត្បិតតែពួកគេនិយាយហួសហេតុមែនប៉ុន្តែក៏ជាការពិតដែរស្ដេចចំគត់ម្នាក់នេះគឺមិនឲ្យមានការខាតបង់អីបន្តិចទេ
គឺពិតជាចិត្តចង្អៀតមែនម្សិលមិញយើងប្រឹងសម្ដែងយ៉ាងនេះឲ្យគេថាផងអោផងទីបំផុតនៅតែមិនអាចធ្វើឲ្យគេលែងមានចិត្តសង្ស័យមកលើយើងដដែលបើប្រើល្បិចបែបនេះទៅហើយលើថាមានមន្ត្រីឯកាប៉ុន្តែមិនធ្លាប់លើថាស្នាមឯកានោះទេរឿងនេះមានពាក់ព័ន្ធអីនឹងព្រះអង្គដែរទៅបើយើងទាញមិនខុសទេប្រហែលជាស្ដេចផ្ដាច់ការម្នាក់នោះឲ្យគេផ្សព្វផ្សាយពីចចាមរាបបែបនេះហើយហេតុអីក៏ព្រះអង្គធ្វើបែបនេះនៅមានហេតុផលអីទៀតទេគឺចង់បង្ខំខ្ញុំហើយចង់ឲ្យខ្ញុំធ្វើជាស្នាមឯការបស់គេថ្ងៃអនាគតគឺពឹងលើគេម្នាក់ប៉ុណ្ណោះតែគួរឲ្យស្ដាយល្បិចថោកទាបរបស់គេនោះគឺមិនអាចបានសម្រេចទេយើងរកផ្លូវរត់ឃើញហើយតោះទេអើយខ្ញុំខ្លាចអ្នកនាងខ្ញុំខ្លាចណាស់ហើយយ៉ាកុំខ្លាចអីល្បិចមួយនេះគឺអ្នកនាងរបស់ឯងបានរៀនចេះពីក្នុងរឿងចំនួនដំណាក់ខាងក្រៅមកទេធានាថាគ្មានបញ្ហារឿងដែលយើងផ្ដាស់ផ្ដាំឲ្យធ្វើនោះធ្វើបានយ៉ាងម៉េចហើយព្រះអង្គទុបតីចោះពាក្យចចាមរាមនិយាយពីមហេសីសូគេនិយាយតគ្នាក្នុងវាំងហើយស្នំនៅដំណាក់ខាងក្រៅគ្មានអ្នកដឹងទេសួរថៅយើងចង់ធ្វើជាឈើអណ្ដែតទឹកមួយគត់សម្រាប់អូនធ្វើឲ្យអូនមិនឃ្លាតឆ្ងាយពីយើងជារៀងរហូតមិនឃ្លាតឆ្ងាយពីយើងជារៀងរហូតអើគេទៅឈប់សិនមិនក៏យឺតជាងពេលធម្មតាកន្លះជាអញ្ចឹងនាងគឺមកពីលើកនេះព្រះអង្គបានផ្ដាំផ្ញើជាពិសេសថាឲ្យបើយើងយកគ្រឿងធ្វើម្ហូបស្រស់ៗខ្លះមកជាដើមតំណែងមានច្រើនណាស់ពេលដែលជញ្ជូនតំណែងនោះចេះតែយឺតរាល់ដងឲ្យគេចេញដំណើរទៅឈប់សិនព្រះអង្គSurprise ព្រះអង្គពិតជាចៃដន្យណាស់មិនក៏ព្រះអង្គនៅទីនេះដែរយប់ជ្រៅណាស់ទៅហើយមហេសីមកទ្វារវាំងធ្វើស្អីទៅចង់ចេញពីវាំងឯងហើយយ៉ាខ្ញុំមិនចាំមិនដឹងអាចទេព្រះអង្គខ្ញុំមិនចេះស្រូបយកខ្យល់អាកាសហើយដែរលេងបន្តិចប៉ុណ្ណោះហើយយ៉ាពិតជារីករាយណាស់ចំពោះការធ្វើដំណើរពេលយប់នេះស្រូបខ្យល់អាកាសនៅក្នុងធុងដាក់បន្លែនាងនៅមិននិយាយការពិតទៀតក្រាបទូលព្រះអង្គអ្នកដឹកបន្លែនោះត្រូវបានគេវាយឲ្យសន្លប់ហើយក៏ចងជាប់នឹងគល់ឈើក្រាបទូលស្មានមិនដល់ថាព្រះមហេសីមានសមត្ថភាពបែបនេះសួរថៅអូនមិនចង់ធ្វើមហេសីរបស់យើងដល់ថ្នាក់នេះប៉ុន្តែជឿនឹងឲ្យអូនធ្វើជាមហេសីរបស់យើងឲ្យបានហើយយ៉ាព្រះអង្គស្ដាប់ការបកស្រាយរបស់ខ្ញុំម្ចាស់សន្តិសួរថៅអ្នកណាផ្ដល់ភាពជឿជាក់ឲ្យអូនមានបំណងចាក់ចេញពីយើងនោះបើមិនស្ដាប់សម្ដីបែបនេះទទួលការទូមានបន្តិចទៅចុះប្រកាសបញ្ជាយើងអ្នកបម្រើព្រះមហេសីស៊ូលីមានបំណងញុះញង់ឲ្យព្រះមហេសីចេញពីវាំងចេតនារបស់គេគួរឲ្យស្អប់បញ្ជូនទៅប្រហារជីវិតព្រះអង្គទុកជីវិតខ្ញុំម្ចាស់ផងទុកជីវិតផងព្រះអង្គទុកជីវិតខ្ញុំម្ចាស់ផងហើយយ៉ាងនេះស៊ូលីដើម្បីជីវិតរបស់ឯងអ្នកនេះរបស់ឯងនឹងប្រឹកឲ្យអស់ពីសមត្ថភាពគឺថាអាយ៉ាព្រះអង្គកុំដាក់ពីណីអីព្រះអង្គសុទ្ធតែជាការយកច្រឡំទេអាយ៉ាសេរីស្អាតកុំខឹងអីណាកុំខឹង
ព្រះអង្គខ្ញុំម្ចាស់គ្រាន់តែចង់ចេញក្រៅវាំងមើលមាតុភូមិដ៏ធំអស្ចារ្យមិនពេលដែលពិធីតែងតាំងមកដល់តែប៉ុណ្ណោះព្រោះថាយ៉ាងណាខ្ញុំម្ចាស់ត្រូវធ្វើជាព្រះមហេសីរបស់ព្រះអង្គទៅហើយខ្ញុំម្ចាស់គឺគ្មានឱកាសទៀតទេហើយម្យ៉ាងទៀតយប់មិញខ្ញុំម្ចាស់ក៏ខ្លាយទៅជាមនុស្សរបស់ព្រះអង្គទៅហើយខ្ញុំម្ចាស់មិននឹងដេញចិត្តទៅចោលព្រះអង្គទេ ចុះទៅ មិនចាស់ តាមមជ្ឈសំឡេងភេទយុរាក្រៅពីភេទនេះគឺជាចាស់ ទេខ្ញុំម្ចាស់គឺមិនចាស់ទេមិនចាស់ទេ ឈរស្រួលបួទៅពេលនេះអូនជាព្រះមហេសីត្រូវតែគិតពីអាកប្បកិរិយាខ្លួន នៅ ឯ មិន ង ទាន់បានឡើងកាន់តំណែងជាផ្លូវការផង អូននិយាយថាម៉េច ហើយយ៉ាព្រះអង្គទ្រង់មិនត្រឹមតែមកបង្កាច់ខ្ញុំម្ចាស់ទេទ្រង់នៅចង់យកសាច់ញាតិតែម្នាក់គត់នៅក្នុងវារបស់ខ្ញុំម្ចាស់ទៅប្រហារជីវិតទៀតទ្រង់គ្មានបេះដូងទ្រង់ពិតជាឆាំត្រជា ជាតិនេះយើងបានជួបមនុស្សស្រីដែលមិនចេះស្ដាប់ហេតុផលបែបនេះតាំងពីណាមក តលនឹងព្រះអង្គគឺត្រូវតែប្រើវិធីគ្មានហេតុផលបែបនេះហើយខ្ញុំមិនខ្វល់ទេ ព្រះអង្គចាប់តាំងពីឡើងគ្រងរាជ្យមកស្រីស្អាតដល់ដំណាក់ខាងក្រោយរាប់មិនអស់ប៉ុន្តែមានតែព្រះមហេសីស៊ូម្នាក់ប៉ុណ្ណោះដែលព្រះអង្គអត់ធ្មត់លើកលែងឲ្យគ្រប់យ៉ាងមើលលែងឲ្យគ្រប់យ៉ាងមើលទៅព្រះអង្គចំពោះមហេសីស៊ូមិនត្រឹមតែស្រឡាញ់ធម្មតានោះទេសម្ដីរបស់យើងមានតម្លៃណាស់មិននឹងអាចកែប្រែបានទៅ អញ្ចឹងត្រង់មានន័យថាបើសិនជាអ្នកដទៃស្ដាប់មិនលឺទេគឺអាចកែប្រែកំណត់បានមែនទេ មិនមែនអញ្ចឹងទេ អេលោកអាម៉ាត់ឈីបាញ់មិញតើលោកមានលឺព្រះអង្គចេញបញ្ជាដែរទេ អក្រាបទូលព្រះមហេសីតាកញ្ចាស់ខ្ញុំនេះមានអាយុច្រើនហើយស្មារតីមិនសូវល្អស្ដាប់មិនលឺទេក្រាបទូលអត់លឺទេ អេពួកឯងទាំង3បាញ់មិញពួកឯងមានស្ដាប់លឺដែរទេ អត់លឺទេក្រាបទូលអត់លឺទេល្អសុទ្ធតែមិនបានលឺមែនទេពួកឯងឆាប់ថយក្រោយ10ជំហានហើយបែរទៅក្រោយ អេឈប់សិន ព្រះអង្គទើបតែមានប្រជញ្ញ20ឆ្នាំគឺជាវ័យដែលកម្លាំងខ្លាំងក្លាព្រះមហេសីស៊ូក៏ជាមនុស្សដែលព្រះអង្គពេញប្រហារតីខ្លាំងទៀតមើលទៅប្រហែលជាមិនកិច្ចផុតពីកញ្ញាំដៃរបស់ព្រះអង្គទេ អេចាប់ហើយលេងហោហែតពេកហើយគេមិនមែនចង់លេងជាមួយខ្ញុំខាងក្រៅបែបនេះទេអេព្រះអង្គផ្ដាច់ការនេះបដោះចរិតហើយ ចាំឯហើយពេលនេះចេះដឹងខ្លាចហើយឥឡូវអូនហ៊ានចាក់ចេញពីយើងទៀតទេ ព្រះអង្គនេះពិតជាការយកច្រឡំមែនខ្ញុំម្ចាស់ពិតជាមិនមែនចង់រត់ទេខ្ញុំម្ចាស់ពិតជាមានចិត្តស្មោះចំពោះព្រះអង្គមែនណា សួរថៅនៅក្រៅមេឃគ្រប់កន្លែងសុទ្ធតែជារបស់ព្រះមហាក្សត្រទោះបីជាអូនរត់ទៅដល់ជើងមេឃក៏ស្ថិតនៅក្នុងកណ្ដាប់ដៃរបស់ជើងដែរ ព្រះអង្គមានប្រាជ្ញាឆ្លៀវវៃព្រះអង្គពិតជាប្រមុខដឹកនាំដ៏ឆ្លៀវវៃបំផុតដែលមិនងាយបានជួបមិនបានទេស្ទើរតែក្អួតដោយសារសម្ដីរបស់ខ្លួនឯងទៅហើយ យើងដឹង ព្រះអង្គបើការយកច្រឡំនេះបានដោះស្រាយទៅហើយរឿងសេលីនោះតើអាចដោះលែងបានដែរទេ ចាំមើលការប្រព្រឹត្តរបស់អូនសិនទៅ ព្រះអង្គលោកអាម៉ាត់ឈីយប់នេះមានខ្យល់ខ្លាំងយើងនឹងនាំព្រះមហេសីទៅដំណាក់ខុននីងជាមួយយើងដោយផ្ទាល់អ្នកបម្រើសៀវលីទៅតាមបម្រើពួកយើងក្រាបទូលព្រះអង្គ តើបញ្ជាព្រះអង្គ ទៅចុះតែកុំភ្លេចថាមុនពេលពិធីតែងតាំងមកដល់ប្រព្រឹត្តខ្លួនឲ្យបានល្អ ព្រះអង្គមិនចាំមកសិនទេ មិនបាច់ទេក្រែងអូនកំពុងតែមិនស្រួលខ្លួនណា ខ្ញុំគ្រាន់តែគួរសមបន្តិចប៉ុណ្ណោះមិនប៉ះពាល់មនុស្សស្រីស្អីទេតាមពិតគឺជាចចកល្មមស្រីសោះ បានហើយឆាប់ទៅសម្រាប់ទៅ អរប្រគុណព្រះអង្គ
ខ្ញុំម្ចាស់លើថាម្សិលមិញព្រះអង្គមិនត្រឹមតែស្នាក់នៅដំណាក់ស៊ូថាអឺទេសូម្បីតែនាងមានកំណត់លួចចេញពីក្នុងវាំងក៏ព្រះអង្គមិនដាក់ពិន័យគេដែរស្នំឯងខ្ញុំម្ចាស់និយាយខុសហើយកណ្ដឹងលើកងដៃមង្គលនេះឈ្មោះថាកណ្ដឹងបីសាច់ទប់ទល់ជាមួយនឹងមនុស្សដែលពឹសពុលគ្រាន់តែក្រវីវាធ្វើឲ្យបញ្ចេញចំហាយបីសាច់ធ្វើឲ្យស្មារតីមនុស្សខុសប្លែកពីធម្មតាពួកបានសោកស្រីបំរើនៅដំណាក់ខុននីងហើយយប់នេះឲ្យតែព្រះអង្គមកដល់ដំណាក់ខុននីងស៊ូថៅគឺត្រូវតែស្លាប់ប៉ុន្តែកងដៃមង្គលនីងតើអាចមានផលប៉ះពាល់ចំពោះព្រះអង្គទេអាយ៉ាកូនល្ងងរបស់ពុកបើសិនជាស្ដេចចង្រៃនេះមិនចង់មានកូនជាមួយនឹងកូនទេអញ្ចឹងយកកណ្ដឹងបិសាចនេះទៅឲ្យស្នំជើដំណាក់ខាងក្រោយម្នាក់ណាពាក់ទៅឲ្យគេខ្លាចទៅជាឆ្កែឆ្កួតរាល់យប់មានតែបែបនេះទេទើបអាចរក្សាតំណែងរបស់កូននៅដំណាក់ខាងក្រោយបានអ្នកនាងព្រះអង្គពិតជាឲ្យមនុស្សខ្លំមើលពួកយើងមែនព្រះអង្គផ្ដាច់ការម្នាក់នេះពិតជាខំខាំងភ្លេជាមួយនឹងយើងមែនជំហានបន្តទៀតមិនមែនស្នេហាបង្ខំទេមិនស្នេហាបង្ខំទេមិនសំខាន់ទេសរុបទៅគឺជនផ្ដាច់ការម្នាក់នេះចង់ធ្វើអាក្រក់ដាក់អ្នកនាងរបស់ឯងហារត់ទេបើសិនជាខ្ញុំធ្វើព្រះមហាសេនាទីនេះមែនថ្ងៃណាមួយខ្ញុំនឹងមានចំនួនជាមួយនឹងដំណាក់ខាងក្រោយកុំនិយាយថាមានសេរីភាពឬអត់អាចរក្សាជីវិតមួយនេះបានឬអត់ក៏ពិបាកនិយាយផងអ្នកនាងតាមពិតទៅខ្ញុំយល់ថាព្រះអង្គល្អចំពោះអ្នកនាងណាស់អ្នកនាងមានសំណុំពរអីព្រះអង្គក៏យល់ព្រមតាមទាំងអង្គស៊ូលីព្រះអង្គផ្ដាច់ការម្នាក់នោះគឺប្រែប្រួលគ្រប់ពេលលើកមុនគេចង់សម្លាប់ឯងទេផងគឺអ្នកនាងរបស់ឯងប្រើសម្រាប់តែតាក់ទាញគេទៅជួយឯងបានមកវិញប៉ុន្តែអ្នកនាងពេលនេះពួកយើងគឺត្រូវគេខ្លំមើលទៅហើយតើគួររត់បែបណាទៅបើសិនជាផ្លូវមួយនេះទៅមិនបានទេអញ្ចឹងឲ្យព្រះអង្គនាំយើងចេញពីវាំងនេះដោយខ្លួនឯងទេហាយើងនិយាយថាព្រះអង្គម្នាក់ទៀតក្រាបទូលព្រះអង្គព្រះមហេសីសួរផ្ដាំថាយប់នេះឲ្យព្រះអង្គយាងទៅដំណាក់ខុននីងទ្រង់ប្រាប់ថាចង់ប៉ះពៅឲ្យព្រះអង្គវិញទោះជាអូនមានចរិតព្រៃផ្សៃបែបណានៅចំពោះមុខយើងក៏ត្រូវតែស្ដាប់សម្ដីតាមសម្រួលដែរបានយើងដឹងហើយត្រឡប់ទៅទូលព្រះមហេសីវិញថាយប់នេះត្រៀមខ្លួនចាំយើងទៅយប់នេះយើងប្រកាសជាទៅក្រាបទូលអ្នកនាងក្បាច់នេះពិតជាបានពិតមែនទេកាលពីលើកមុនស្ដេចផ្ដាច់ការនេះមកទីនេះដោយសារតែធំក្លិនម្ហូបនេះអ្នកណាថាយើងមកទីនេះដោយសារតែធំក្លិនម្ហូបព្រះអង្គសំយាងព្រះអង្គសើចសាច់បន្តិចទេចម្លែកណាស់ហេតុអីក៏នៅមិនទាន់ប្រែកាយទៀតគ្មានការអីផងយកចិត្តទុកដាក់ជាងចាន់នេះប្រាប់មកតើមានរឿងស្អីទៅប្រាប់មកតើមានសំណុំពរអីព្រះអង្គខ្ញុំម្ចាស់មិននឹងមានសំណុំពរអីផ្សេងទេខ្ញុំម្ចាស់គឺមានចិត្តស្មោះចំពោះព្រះអង្គតែចង់ឲ្យនៅក្នុងភ្នែករបស់ព្រះអង្គមើលឃើញតែខ្ញុំម្ចាស់ម្នាក់ខូចមែនមកហើយឃ្លានណាស់ឃ្លានណាស់ឃ្លានណាស់ហាប់ឆ្ងាញ់ដែរទេបើឆ្ងាញ់បងស្រីនឹងឲ្យឯងញ៉ាំឲ្យច្រើនជាងនេះទៀតណាហា
ញ៉ាំម្ដុំទៀតទេអើ baby ញ៉ាំខ្លួនឯងទៅណាអូឆ្លាតណាស់អូល្អណាស់ល្អណាស់ល្អណាស់អាយបងស្រីស៊ូចង់សុំឲ្យឯងជួយរឿងមួយតើបានដែរទេឲ្យតែជាសំណពររបស់បងស្រីស៊ូអាជានឹងព្រមទាំងអស់ ជាបងស្រីស៊ូដល់ថ្នាក់នេះផងហ៎ ព្រោះថាបងស្រីស៊ូមានមុខមាត់ដូចម្ចាស់បងអាយអញ្ចឹងព្រោះថាម្ចាស់បងរបស់អាយល្អចំពោះអាយជាងគេបងស្រីស៊ូបានធ្វើម្ហូបឆ្ងាញ់ៗឲ្យអាយសោយក៏ល្អចំពោះអាយដែរអ្វីដែលបងស្រីស៊ូនិយាយអាយជឿទាំងអស់រឿងដែលបងស្រីស៊ូសំណពរអាយធ្វើអាយនឹងធ្វើទាំងអស់ អាយបងស្រីស៊ូចង់ឲ្យឯងចេញព្រះរាជសារមួយឲ្យបងស្រីស៊ូចេញពីវាំង បងស្រីស៊ូហេតុអីក៏ចង់ចេញពីវាំងឬមួយក៏បងស្រីស៊ូចង់ទៅចោលអាយដែរប៉ុន្តែអាយមិនចង់ឲ្យបងស្រីស៊ូទៅណាឆ្ងាយពីអាយទេដូចជាម្ចាស់បងអញ្ចឹង អាយបងស្រីស៊ូនៅក្រៅវាំងក៏មានអ្នកផ្ទះដែរបងស្រីស៊ូនឹកពួកគេខ្លាំងណាស់ប្រៀបដូចជាអាយនឹកដល់ម្ចាស់បងអញ្ចឹងណា អញ្ចឹងនៅក្នុងចិត្តរបស់បងស្រីស៊ូពិបាកទ្រាំណាស់មែនទេ ហេតុអីក៏អាយយល់ថាអញ្ចឹងព្រោះថានៅក្នុងចិត្តរបស់អាយគឺពិបាកទ្រាំខ្លាំងណាស់អាយនឹងចេញបញ្ជាឲ្យបងស្រីចេញពីវាំង សេលីព្រះអង្គពិតជាចេញរាជបញ្ជាពិតមែន អំពជាពេលទៀតចេញពីវាំងឥឡូវនេះទេស្នាមឯងស្រីម្នាក់នោះគឺមិនខុសពីការគិតរបស់លោកអូបរ៉ាជទេថ្ងៃនេះគេបានដាក់អន្ទាក់ព្រះអង្គទៅដំណាក់របស់គេទៀតហើយ នៅខាងនោះចាំមិនដែរ នៅមិនទាន់មានដំណឹងទេ តោះទៅដំណាក់ខុននីងមើលទៅ ប៉ុន្តែស្នាមឯងនៅក្នុងពេលខំខាំងនៅឡើយទេ ខំខាំងតែអាចខំខាំងយើងជាប់ដែរហ៎ ព្រះមហេសីព្រះអង្គចេញបញ្ជារយៈពេល10ថ្ងៃនេះមិនឲ្យចេញទៅក្រៅវាំងទេជាពិសេសព្រះមហេសីសង្ឃឹមថាព្រះមហេសីមិនដាក់ទោសទូបង្គំទេព្រោះទូបង្គំធ្វើតាមបញ្ជា យល់ហើយប៉ុន្តែនៅក្នុងដៃរបស់យើងមានព្រះរាជសាររបស់ព្រះអង្គនៅមិនទទួលព្រះរាជសារទេទេដោយអំណាចពីឋានសួគ៌ព្រះអង្គមានបន្ទូលថាថ្ងៃនេះអនុញ្ញាតឲ្យព្រះមហេសីស៊ូហើយនិងអ្នកបម្រើសេវលីចេញពីវាំងសួរសុខទុក្ខសាច់ញាតិ សួរសុខទុក្ខសាច់ញាតិ ព្រះអង្គមិននឹងឲ្យព្រះមហេសីទៅសួរសុខទុក្ខសាច់ញាតិទាំងកណ្ដាលយប់បែបនេះនោះ យ៉ាងម៉េចពួកឯងខ្លាចថាព្រះរាជសារនេះខ្លាំងមែនទេ អនុញ្ញាតឲ្យចេញ ព្រះមហេសីស្នាមឯចាស់ត្រូវព្រះអង្គច្បាច់កហើយព្រះអង្គមានបន្ទូលថាចង់សងសឹងស្នាមឯចាស់ចង់ទៅសួរសុខទុក្ខព្រះមហេសីដើម្បីចង់ត្រូវរើជាមួយនឹងទ្រង់វិញប៉ុន្តែពេលទៅដល់ដំណាក់ខុននាងភ្លាមក៏ឃើញប្រណិតព្រះអង្គប្រែទៅជាក្រហមចង់សម្លាប់មនុស្ស ដំណាក់ត្រជាកំទៅអីយើងចង់ឲ្យអូននៅក្បែរជើងបំរើយើងរាល់យប់បងស្រីកុំទៅណាចោលយើងអបអូនគេង បើសិនជាខ្ញុំទៅបាត់ចៅយាននឹងស្លាប់អាយក៏មិនអាចគ្រប់គ្រងខ្លួនឯងបានខ្ញុំមិនអាចបោះបង់ចោលគេទេអាយ ហេតុតកដែលសម្លាប់បងស្រីมันអាចទេมันអាចអធិស្ឋានឲ្យបានទេ មិនក៏អាយគិតថា
ចាយានគឺជាឃាតករសម្លាប់ម្ចាស់បងរបស់គេអញ្ចឹងអាយេញ៉ាំសាច់ទេ มันអាចអធិស្ឋានឲ្យបានទេខ្ញុំនឹងសងសឹកឲ្យបងស្រី សំណប់ចិត្តឆាប់គេងទៅមានខ្ញុំណែកុំដល់នាងហើយកុំដល់អ្នកសើយកុំដល់នាងយំសំណប់ចិត្តឆាប់គេងទៅមានខ្ញុំណែកុំដល់នាងហើយកុំដល់អ្នកយំកុំដល់នាងសើញ អាយេឯងធ្វើអីនឹងលេងដៃទេអាយេឯងស្លាញ់តិចទេក្រាញ់អូនទៅហើយតើ នេះព្រះអង្គម្ចាស់ដឹងថាខ្ញុំម្ចាស់ចង់ទៅណាដែរមែនទេ យើងជាអ្នកចេញរាជសារដោយខ្លួនឯងមិនក៏យើងមិនដឹងទៅសៀជីងក៏ជាយើងអាយក៏ជាយើងដែរ យើងដឹងហើយថាមិនធម្មតាទេស្ដេចផ្ដាច់ការម្នាក់នេះពិតជាប្រើវិធីស្ទួយត្រីមែនបើព្រះអង្គដឹងថាខ្ញុំម្ចាស់ចង់ទៅណាហើយមិនក៏សឹកចិត្តឲ្យខ្ញុំម្ចាស់ទៅទៀត គឺជាការសម្រេចចិត្តរបស់អាយគេគោរពតាមការសម្រេចចិត្តរបស់អូនដូច្នេះហើយបានជាគេឲ្យអូនមានសេរីភាពអាយគេនិយាយថាស្រឡាញ់អូនណាស់ដូច្នេះហេតុអីក៏អូនត្រឡប់មកវិញ ព្រោះអូនក៏ស្រឡាញ់អាយេណាស់ដែរដូច្នេះទើបអូនត្រឡប់មកជួយគេវិញ តាមមកចូលសំឡេងពេកមយូរ៉ាក្រៅពីពេកនេះគឺជាចាប់ រឿងនេះទានកុមាររបស់អូនមកហូបឆ្ងាញ់របស់អូនយូរទៅកាន់តែលែងមានប្រសិទ្ធភាពហើយយើងដឹងច្បាស់ថាការបង្ហាញខ្លួនរបស់គេកាន់តែញឹកញាប់ទៅហើយភាពសាហាវរបស់គេក៏កាន់តែខ្លាំងដែរប្រហែលជាដល់ពេលចុងក្រោយយើងនឹងខ្លាចទៅជាមនុស្សឈួតទាំងស្រុងហើយបន្ទាប់មកយើងនឹងសម្លាប់អូនដោយផ្ទាល់ដៃដូច្នេះហើយបើអូនទៅពេលនេះគឺនៅមិនទាន់ហូបពេលទេ អ្នកនាងព្រះអង្គបានចេញព្រះរាជបញ្ជាអនុញ្ញាតឲ្យពួកយើងចាក់ចេញទៅហើយមិនក៏មើលទៅអ្នកនាងបែរជាមិនសប្បាយចិត្ត សេលីយើងសួរឯងបើសិនជាឯងស្រឡាញ់មនុស្សម្នាក់ប៉ុន្តែបើឯងស្រឡាញ់មនុស្សម្នាក់ប៉ុន្តែបើឯងនៅក្បែរគេឯងនឹងអាចស្លាប់គ្រប់ពេលតើឯងជ្រើសរើសបែបណាទៅ អ្នកនាងចាប់តាំងពីពេលដែលអ្នកនាងចូលក្នុងព្រះរាជវាំងមកការស្រឡាញ់លំអៀងរបស់ព្រះអង្គចំពោះអ្នកនាងខ្ញុំដែលជាអ្នកបម្រើនេះក៏បានឃើញទាំងអស់ថ្មីត្បិតតែពេលខ្លះវិធីស្រឡាញ់របស់ព្រះអង្គគឺគួរឲ្យភ័យបន្តិចប៉ុន្តែពេលអ្នកនាងមានគ្រោះថ្នាក់ព្រះអង្គក៏ហៅពេទ្យលួងមក សេជីងបងឲ្យអូនតែអូនមិនតែជីវិតរបស់បងអូននឹងជួយឲ្យបាន ព្រះមហេសីស៊ូមានសកម្មភាពអ្វីដែរទេតើនាងបានត្រៀមខ្លួនចេញពីវាំងហើយនៅក្រាបទូលព្រះអង្គព្រះមហេសីស៊ូមិនទាន់រៀបចំខ្លួនចេញពីវាំងទេក្រាបទូលព្រះមហេសីកំពុងតែនៅសួនច្បាររៀបចំតូបតូចមួយរៀបចំតូបលួរបស់ស្អីទៅទេព្រះមហេសីមិនបានលួអ្វីនោះទេទ្រង់គ្រាន់តែយករឿងកំដរព្រះអង្គម្ចាស់នោះប្រាប់ទៅស្នំដំណើរខាងក្រោយនិងស្រីបំរើអាមាត្យដែលចង់ដឹងរឿងនោះដើម្បីបដូររបស់អ្នកក្រាបទូលហាមិញតើគេយករឿងស្អីទៅបដូរទៅទូលបង្គំមិនហ៊ាននិយាយទេក្រាបទូលនិយាយមកដូចជាមុនពេលព្រះអង្គផ្ទុំស្ដាប់ចម្រៀងណាខ្លះធ្វើឲ្យផ្ទុំលួអោបខ្នើយទុនមួយណាដែលធ្វើឲ្យផ្ទុំបានកាន់តែស្កប់ស្កល់រួមទាំងព្រះអង្គមកមើលហៅព្រះបិតាម្ដងម្កាលរបស់ទាំងអស់នេះគឺទ្រង់សត្វតែដាក់តម្លៃទៀតផងហើយអាចប្រើមាសពេជ្រកែវកងរបស់មានតម្លៃផ្សេងទៀត
រួមទាំងរឿងសម្ងាត់នៅក្នុងដំណាក់ខាងក្រោយយកមកបដូរបានក្រាបទូលស៊ូថៅយើងមើលទៅអូនដូចជាធុញទ្រាន់នឹងជីវិតពេកហើយ នេះព្រះមហាសីព្រះមហាសីនិយាយរឿងបន្តទៀតទៅតែព្រះអង្គពិតជាចូលចិត្តខ្នាចទុនដែលបាក់រូបកូនទាននោះមែនទេ មកតាមការសង្កេតរបស់យើងប្រៀបជាមួយនឹងខ្នាយអប់រូបនាគនោះខ្នាយបាក់រូបទាគឺអប់ស្រួលជាងពេលដែលពួកនាងកំដរព្រះអង្គលើក្រោយអាចយកស្តៀងនេះទៅឲ្យទ្រង់អប់សាក់មើលបានព្រះមហាសីពេលដែលព្រះអង្គមកមើលហើយព្រះមេដានោះមានរូបរាងបែបណាទៅព្រះអង្គគឺបែបនេះហើយគួរឲ្យអាណិតណាស់ដូច្នេះបើតាមការសង្កេតរបស់យើងនៅក្នុងចិត្តរបស់ព្រះអង្គគឺខ្វះក្តីស្រឡាញ់សំតើផងណាស្ដេចផ្ដាច់ការអត់បង្ខូចការប្រព្រឹត្តខ្លះរបស់ព្រះអង្គជាបណ្ដោះអាសន្នតែមិនមែនលក់រឿងតខ្លួនរបស់ព្រះអង្គអីទេអូនគ្រាន់តែប្រមូលរឿងសម្ងាត់ហើយនាំស្រីដំណាក់ខាងក្រៅនេះដើម្បីស៊ីត្រែបានហើយថ្ងៃនេះរឿងរបស់ព្រះអង្គគឺបញ្ចប់ត្រឹមនឹងហើយបន្តទៅនេះយើងចង់ប្រើប្រាក់រង្វាន់មួយចំនួនធំដើម្បីបដូររឿងសម្ងាត់មួយវាគឺជាកងដៃមង្គលដែលពិសេសម្យ៉ាងនៅលើនោះគឺមានកណ្ដឹងតូចនៅពេលដែលកវីវានឹងបញ្ចេញក្លិនក្រអូបចម្លែកម្យ៉ាងបាននរណាមានតម្រូវពីវាយើងនឹងផ្ដល់រង្វាន់ធំឲ្យព្រះមហាសីខ្ញុំម្ចាស់ដូចជាធ្លាប់ឃើញស្នំឯកវិននិងស្នំឯកចិនពាក់របស់ប្រហែលនឹងប៉ុន្តែកណ្ដឹងនោះក្រោយមកក៏ដូរបាត់អូស្នំឯកចិនឯណាកងដៃរបស់បងស្រីនោះស្នំឯកចិនឯណាកងដៃរបស់បងស្រីនោះព្រះមហាសីកងដៃអ្វីទៅខ្ញុំម្ចាស់មិនដឹងអីទេបងស្រីចាំបាច់ភ័យធ្វើអីទេគឺជាប្រភេទកងដៃម្យ៉ាងពេលដែលកវីវានឹងមានក្លិនក្រអូបពិសេសម្យ៉ាងភ័យចេញមកវិនអ៊ីធ្លាប់ពាក់បងស្រីក៏ធ្លាប់ពាក់ដែរមិនដែរទេអត់មានទេរបស់ខ្ញុំម្ចាស់ច្រើនយ៉ាងនេះមិននឹងចាំកងដៃមួយតូចនោះប្រកាសជាស្រីបំរើថោកទាបនេះគេមើលច្រឡំហើយបងស្រីកណ្ដឹងនៅលើកងដៃនោះឈ្មោះថាកណ្ដឹងបិសាចក្លិនក្រអូបដែលវាបញ្ចេញមកនោះធ្វើឲ្យព្រះអង្គឈឺប្រកេះស្ទើរប្រេះបែកហើយមានស្មារតីមិននឹងនោះថែមទាំងនឹងคล้ายទៅជាក្មេងបិសាចដែលសម្លាប់មនុស្សមិនប្រព្រឹត្តភ្នែកទៀតកងដៃដែលប្អូនស្រីពាក់នេះគឺចង់ទទួលបានលទ្ធផលដូចជីវិនអ៊ីមែនទេឬមួយក៏ប្អូនស្រីមានកំណត់ធ្វើខិតព្រះអង្គអត់ទេព្រះមហាសីខ្ញុំម្ចាស់ពិតជាមិនដឹងពិតមែនខ្ញុំម្ចាស់ពិតជាមិនដឹងមែនអញ្ចឹងអ្នកណាដឹងទេអ្នកណាជាអ្នកជូនប្អូនស្រីគឺស្នំអាចោលគេនិយាយថានោះគឺជារបស់មានតម្លៃដែលប្រទេសស៊ីអ៊ីយកមកថ្វាយពាក្យវាឲ្យអាចធ្វើឲ្យព្រះអង្គទប់ចិត្តមិនបានហើយនឹងសម្លឹងមើលមកខ្ញុំម្ចាស់គ្រាន់តែចង់បានការស្រឡាញ់ពីព្រះអង្គដាច់ខាតគ្មានគំនិតធ្វើខេតព្រះអង្គនោះទេសូមព្រះមហាសីមេត្តាពួកឯងសិតតែបានលើហើយរឿងនេះតាក់ទងនឹងព្រះសុខភាពរបស់ព្រះអង្គភាពស្ងប់សុខរបស់ដំណាក់ខាងក្រោយរឿងនៅក្នុងថ្ងៃនេះបើសិនជាឲ្យយើងលឺដល់អ្នកដតីផ្ដេសផ្ដាសបង្កាច់បង្ខូចគេយើងប្រកាសជាមិនលើកលែងឲ្យនោះទេស្នំឯចិនថ្មីត្បិតតែប្អូនស្រីមិនដឹងរឿងអីមែនប៉ុន្តែក៏បីតែធ្វើឲ្យរឿងធំទៅហើយចាប់ពីថ្ងៃនេះទេត្រឡប់ទៅដំណាក់ខ្លួនពិចារណាកំហុសទេមិនមានការអនុញ្ញាតពីយើងទេគឺមិនអាចចេញទៅណាបានទេក្រាបទូលអរព្រះគុណព្រះមហាសីអរព្រះគុណព្រះមហាសីអ្នកនាងពិតជាពូកែណាស់ពេលនេះមានផតាំងហើយគឺស្នំឯចាជាអ្នកប្រាស់ល្បិញផតាំងពួកយើងគ្រាន់ជាសាក់សីប៉ុណ្ណោះចាយយានអាចមិនទទួលបានហើយគេចាត់ថាស្នំឯចិនជាអ្នកមកបង្កាច់គេបានម្យ៉ាងទៀតប្រាជ្ញារបស់ចាយយានអាចនឹកឃើញមធ្យោបាយសាហាវយ៉ាងនេះនៅពីក្រោយខ្នងប្រកាសជានៅមានឪពុកចចកចៅទូរបស់គេទៀតព្រះអង្គព្រះមហេសីសួរប្រាវិធីនេះនៅក្នុងសួនច្បារនិយាយតែប្រមាណម៉ាត់ក៏ដឹងពីតម្រុយនៃកណ្ដឹងបីសាច់នោះបង្ហាញថាស្នំឯចៅគឺជាអ្នកធ្វើពេលនោះទ្រង់ឲ្យស្នំឯចិនត្រឡប់ទៅវិញដើម្បីពិចារណាកំហុសហើយគេពូកែខ្ចីកម្លាំងដើម្បីបង្ក្រាបកម្លាំងមែនប្រើរឿងផ្ទាល់ខ្លួនរបស់យើងដើម្បីឲ្យអ្នកដតីបើកមាត់ប្រាប់រឿងគេយូរទៅកាន់តែថ្លើមធំហើយព្រះអង្គអញ្ចឹងស្នំឯចៅនោះមានផុសតាំងជាលក្ខមិនអាចធ្វើអីចៅទូម្នាក់នោះបានទេប៉ុន្តែចេញបញ្ជារបស់យើងទៅ
ស្នំឯត្រកូលចៅធូររលុងចំពោះថ្នាក់ក្រោមបណ្ដាលឲ្យមានពាក្យចចាមអារាមនៅក្នុងវាំងចាប់ពីពេលនេះតទៅឃុំគេកន្លះខែឲ្យគេពិចារណាកំហុសក្រាបទូលព្រះអង្គអញ្ចឹងព្រះមហេសីបានលក់អូយអត់ទេបានលក់អូយអត់ទេគឺថាអ្នកផ្សព្វផ្សាយរឿងព្រះអង្គតើគួរធ្វើយ៉ាងម៉េចដែរទៅក្រាបទូលតាមតែគេទៅយើងនឹងចាំមើលថាតើគេអាចនឹងបង្ករឿងអ្វីឡើងមកទៀតក្រាបទូលព្រះអង្គសួរថៅបើបានជាអូនជ្រើសរើសនៅបន្តទៅហើយជ្រើសរើសយើងនៅអាយុហើយអញ្ចឹងយើងនឹងចាំមើលថាការជួយរបស់អូនអាចធ្វើបានដល់ដំណាក់កាលណាដែរទៅ សុទ្ធថាស្រ័យថោកទាបនោះបើជាហ៊ានធ្វើឲ្យខ្ញុំអាម៉ាស់មកនៅចំពោះមកគីនៅមានដេញល្ងងស្នំឯចិននោះទៀតរឿងទៅតាច់មួយក៏ធ្វើមិនបានល្អគ្រាន់តែត្រូវឃុំខ្លួនតែប៉ុណ្ណោះភ័យស្អីទៅ បងព្រះអង្គពេលនេះបានបង្ហាញច្បាស់ណាស់ថាលំអៀងទៅខាងស៊ូថាបើបែបនេះបន្តទៀតតម្លៃស្នំរបស់ ងប់អារម្មណ៍ទៅបើស៊ូថាស៊ើបដឹងរឿងក៏ដឹងទៅហើយឲ្យគេស៊ើបកាន់តែជ្រៅគឺកាន់តែល្អ ហេតុអី ទឹកកាន់តែល្អគឺកាន់តែងាយស្រួលចាប់ត្រីឲ្យគេស៊ើបទៅចាំពេលដែលគេស្មានថាដល់ពេលដែលអាចស៊ើបដឹងការពិតហើយនោះគឺជាថ្ងៃអវសានពិតប្រាកដរបស់គេនឹងស្ដេចចង្រៃនោះហើយថ្មីនេះឯនៅស្គីមបន្តិចទៅកុំធ្វើអីផ្ដេសផ្ដាស់យើងមានផែនការរបស់យើង ព្រះអង្គការលួចតតនេះគឺមិនមែនជាទង្វើរបស់សុភាពបុរសទេយើងត្រឡប់មកដំណាក់មហេសីរបស់យើងមិននឹងអាចនិយាយថាលួចតតបានទៅរបួសបានក្រាន់បើហើយនៅ ទទួលបានសំណាងពីព្រះអង្គគឺនៅរស់ទេ នៅថ្ងៃនេះអូនពិតជាមានអំណាចខ្លាំងណាស់ ព្រះអង្គដំរីរបស់កណ្ដឹងបេសាច់នេះបានបង្ហាញថាជាចាយយៀនប៉ុន្តែខ្ញុំមិនចេះយល់ថាអ្នកដែលបញ្ជាពីក្រៅក្នុងនោះគួរតែចៅទូ យើងដឹងហើយ មិនក៏ត្រង់មិនចាប់ចាយយៀនមកសួរចម្លើយទេ ចុះបន្តមកទៀតវាយស្មៅបង្អើលពោះឲ្យចៅទូលាក់កំណួចទាំងស្រុងគេធ្វើការងារនេះមកច្រើនឆ្នាំមានបពុច្រើនណាស់នៅមិនទាន់មានផតាំងគ្រប់គ្រាន់ចង់សម្លាប់គេគឺមានតែទទួលផលតបស្នងមកវិញកាន់តែខ្លាំងទេ អញ្ចឹងធ្វើយ៉ាងម៉េចទេឬមួយក៏ចាំមើលគេធ្វើបាបត្រង់បន្តទៀត អូនកំពុងតែបារម្ភពីយើងឯង អូនបារម្ភពីអាយៈរាល់ពេលដែលគេបង្ហាញខ្លួនប្រៀបដូចជាក្រុមរស់រើផ្ទះអញ្ចឹងអូនខ្លាចថាដំណាក់ខុននេះរបស់អូនមិនយកបញ្ឆាប់នឹងត្រូវគេរស់រើអស់ហើយ ស៊ើបបន្តទៀតទៅធ្វើតាមវិធីរបស់អូនស៊ើបបន្តទៀតទៅគឺយើងអនុញ្ញាតហើយ ស្ដេចផ្ដាច់ការនេះគឺចង់ចូលក្រុមវាយបិសាចជាមួយខ្ញុំហើយពិតជាគួរឲ្យរំភើបចិត្តមែនទុកចិត្តល្អអូនចាស់ប៉ុន្តែព្រះអង្គសពរឿងក្តីនេះគឺត្រូវចំណាយបន្តិចបន្តួចណា ថ្ងៃស្អែកទៅយកពីអាម៉ាត់ឈីទៅនៅមិនមកកំដរជើងទៀតយើងឈឺប្រកេះខ្លាំងណាស់ មកហើយជាថ្ងៃដែលត្រូវចាត់ទុកជាឆ្នាំរងាប់អារម្មណ៍ទៀតហើយព្រះអង្គដំរីទាំងអស់គឺសុទ្ធតែបានបង្ហាញទៅចៅទូជាអ្នកគ្រប់គ្រងហាងទំនិញខុសច្បាប់លួចដឹកជញ្ជូនស្បៀងខុសច្បាប់កណ្ដឹងវិស័យនេះគេទទួលបានពីអ្នកជំនួញ CE មកទេអ្វីដែលសំខាន់នោះគឺនៅក្នុងការចងចាំបន្ទិញទួយរបស់អាយើងមេខ្លោងដែលសម្រាប់បងស្រីម្នាក់នោះមានរូបរាងនិងទម្លាប់ដូចជាចៅទូបែបបាត់ យើងដឹងហើយ យើងមិនទាន់មានផុសតាំងច្បាស់លាស់ទេបពុរបស់ពួកគេមានគ្រប់ទិសទីកុំវាយស្មៅបង្អើលពោះ គេចង់បានស្ដេចឈួតម្នាក់អញ្ចឹងយើងនឹងផ្ដល់ឲ្យគេ ព្រះអង្គចង់ធ្វើពុតជាឈួតមែនទេ មិនត្រឹមតែឈួតទេគឺឈួតទាំងស្រុងតែម្ដងហើយឲ្យគេយល់ថាពេលវេលាគេមកដល់ហើយឲ្យគេចេញមុខដល់ខ្លួនឯងថៅល្ខោនមួយនេះត្រូវការឲ្យអូនសម្ដែងជាមួយបងតើបានទេ បានគួរសម្ដែងបែបណាទេ ពីដំបូងយើងមកក៏ថ្ងៃនេះព្រះមហេសីនៅសាវនាការដែរអញ្ចឹងឮថាព្រះអង្គអនុញ្ញាតការស្រឡាញ់លំអៀងរបស់ព្រះអង្គចំពោះមហេសីកាន់តែផ្ដេសផ្ដាស់ទៅហើយមែនហើយ
ក្រាបទូលព្រះអង្គពាក់ព័ន្ធនឹងរឿងទឹកចំនួនភាគខាងត្បូងមេអំបៅមានមេអំបៅមួយក្បាលហោះទៅហើយអាម៉ាត់ឈីពួកយើងទៅចាប់វាជាមួយគ្នាទៅឯណាមេអំបៅរបស់យើងពួកឯងអ្នកណាលួចចាប់មេអំបៅរបស់យើងទៅមេអំបៅនៅទីនេះមេអំបៅហោះទៅបាត់ហើយបានហើយព្រះអង្គបានអ្នកណាសម្លាប់មេអំបៅរបស់យើងព្រះអង្គមេអំបៅនៅណាការគ្មានមេអំបៅទេយើងត្រឡប់ទៅវិញទេឯងសុទ្ធតែកុហកយើងចង់សម្លាប់ពួកឯងទាំងអស់គ្នាលោកម្ចាស់ទាំងអស់គ្នាពួកលោកក៏ឃើញហើយព្រះអង្គពេលនេះព្រះអង្គត្រូវឆ្កួតហើយរបស់កណ្ដឹងបិសាចទីបំផុតជ្រាបចូលក្នុងខួរក្បាលរបស់គេហើយសៀជីងឯងចប់ហើយតាមមកចូលសម្លេងទេពយុរាការពិធីនេះគឺជាចាលោកអបរាជលោកអបរាជពេលនេះព្រះអង្គគួរតែធ្វើយ៉ាងម៉េចទៅល្អទេកាលពេលម្សិលមិញត្រង់បេតាសម្រាប់យើងទៅហើយព្រះអង្គប្រែតែជាឈួតកាន់តែញឹកញាប់ទៅហើយព្រះមហេសីកំតាន់ទះសាអីជំងឺរបស់ព្រះអង្គគឺកាន់តែធ្ងន់ធ្ងរហើយរឿងប្រទេសជាតិព្រះមហេសីត្រូវតែគិតគូរឲ្យបានឆាប់បំផុតគិតគូរតែយើងមានការគិតគូរអីទេលោកអបរាជគឺជាសសរទ្រូងប្រទេសជាតិនេះលោកអបរាជត្រូវតែជួយព្រះអង្គជួយយើងផងណាជួយខ្ញុំផងក្រាបទូលបង្គំនឹងខំប្រឹងប្រែងយ៉ាងអស់ពីសមត្ថភាពដើម្បីចែករំលែកទុក្ខព្រួយរបស់ព្រះអង្គអរគុណលោកអបរាជហើយសេរីល្ងងចាំពីដែលយើងគ្រប់គ្រងស្ថានភាពធំដែលយើងចូលមកបូជាទង់គឺជានាងនឹងហើយព្រះអង្គសំណាំចិនមិនស្ដាប់ទេក្រក់ស្ដាប់ណាថ្លង់ណាព្រះអង្គអាយេសាច់នេះទេណាមិនសោយទេនាងចង់ដាក់ថ្នាំពុលចង់សម្លាប់យើងព្រះអង្គម្ចាស់ថ្លៃអីចៃយឺនជួយផងព្រះមហាសីក្រែងត្រង់ពូកែលងលំព្រះអង្គជាងគេមែនទេមិនក៏លែងស័ក្តិសិទ្ធិហើយមិនមែនទេយើងក៏មិនដឹងថាមកពីហេតុអីដែរពេលនេះព្រះអង្គលែងស្ដាប់អីទាំងអស់ហើយយើងពិតជាលែងមានមធ្យោបាយហើយនាងនៅលើខ្លួនរបស់នាងមានក្លិនគួរឲ្យស្អប់យើងនឹងសម្លាប់នាងសំដែងចូលតួល្អណាស់ត្រូវហើយបង្ករឿងបាត់នេះហើយកាន់តែធំកាន់តែល្អយើងនឹងសម្លាប់ពួកឯងព្រះអង្គមានសុខភាពមិនសូវល្អទេត្រូវតែសម្រាប់ព្យាបាលចាប់ពីថ្ងៃនេះទៅផ្អាកឡើងសាវនាការបណ្ដោះអាសន្នរឿងរាជកិច្ចគ្រប់យ៉ាងត្រូវប្រគល់ឲ្យអបរាជទូចៅជាអ្នកចាត់ចែងជំនួសបណ្ដោះអាសន្នដែរពេលវេលាល្អបានមកដល់ហើយស្ដេចនោះបានឈួតទាំងស្រុងហើយពេលនេះនៅក្នុងរាជការមន្ត្រីទាំងអស់កំពុងតែមានការភ័យខ្លាចពេលនេះការក្តាប់កងទ័ពជាងពាក់កណ្ដាលទៅហើយដាក់បញ្ជាចេញទៅ3ថ្ងៃក្រោយចូលវាំងជាមួយនឹងយើងដោយប្រើមូលហេតុសួរសុខទុក្ខព្រះអង្គដល់ពេលនោះដល់ពេលផ្លាស់ប្ដូរហើយលោកអបរាជអញ្ចឹងមហេសីស៊ូជាមួយនឹងគ្រួសារនោះគិតធ្វើយ៉ាងម៉េចទៅគ្រួសារស៊ូនៅឆ្ងាយឯជាដែរណែណោះយ៉ាងណាក៏មិនអាចជួយទាន់ពីដែរចំណែកស៊ូថៅនោះវិញមនុស្សស្រីល្ងងដែលបាត់បង់ក្តីស្រឡាញ់ទៅហើយនោះដល់ពេលនោះនាងនឹងស្ដេចចង្រៃនោះស្លាប់ជាមួយគ្នាទៅបានហើយទូលបង្គំបានលើថាព្រះរាជសុខភាពមិនសូវល្អទើបបានមកសួរសុខទុក្ខព្រះអង្គតាចាពុកមាត់របស់លោកដូចជាពពែអញ្ចឹងព្រះមហាសីមើលទៅតំណែងរបស់ព្រះមហាសីគឺដល់ពេលបញ្ចប់ហើយចៅទូលោកកំពុងចង់ធ្វើអីពួកលោកចង់បះបោមែនទេបះបោទូលបង្គំធ្វើនេះដើម្បីការពារនគរទេព្រះអង្គជីងឈួតលីលាលែងដឹងអីទៅហើយក៏មានចិត្តសាហាវគ្មានមេត្តាមិនសមធ្វើជាស្ដេចនោះទេទូលបង្គំថ្ងៃនេះនឹងធ្វើរឿងដូចជាអ៊ីអ៊ីងនិងហ៊ាន់គង់ចឹងដែរដូរអ្នកគ្រប់គ្រងទៅសូមគ្រប់គ្រងអបរាជគិតគូរដល់នគរសៀជីងរាជបល្ល័ង្ករបស់ឯង
គួរតែលះបង់ឲ្យគេហើយអូប្រាចៅរាជបល្ល័ង្ករបស់យើងក៏ឯងមានចិត្តចង់បានដែរ លោកអបរាចារ្យលោកហោនមួយនេះតើលោកពេញចិត្តដែរទេ ពួកឯងធ្វើពុតជាឈួតបើមិនធ្វើជាឈួតមិននឹងឲ្យកញ្ជ្រោងកញ្ចាស់ឯងចេញកតុយមកបានមិននឹងអាចឲ្យយើងដឹងថានៅក្នុងសាវនាការនេះអ្នកណាជាមន្ត្រីស្មោះត្រង់អ្នកណាគឺជាមន្ត្រីក្បត់លោកគ្រប់គ្រងហាងទំនិញខុសច្បាប់លួចស្បៀងរាជការខົບខិតជាមួយនឹងជនបរទេសយករបស់បិសាចមកថ្វាយបំណងសម្លាប់យើងហើយក៏ជាអ្នកដែលសម្លាប់ម្ចាស់បងយើងគឺមានផោះតាំងទីហ៊ានមិននឹងអាចទៅ បងមកគេតែជាអញ្ចឹង ចាំពួកគេទៅខ្សែលោហិតត្រកូលចៅនិងប៉ាពួករបស់គេទាំងអស់មិនអាចរួចខ្លួនបានទេ កុំអី នៅចង់ទៅចោលបងទៀតហ៎ លោកហោនសម្ដែងចប់ហើយពេលនេះជំងឺឈួតរបស់ព្រះអង្គក៏ជាហើយដែរខ្ញុំម្ចាស់គឺត្រូវតែទៅហើយ ថៅលខោនសម្ដែងចប់ហើយមែនទេប៉ុន្តែចិត្តរបស់យើងគឺជាការពិននៅបន្តទៅមិនមែនដើម្បីធ្វើជាថ្នាំអន្សាបទេក៏មិនមែនធ្វើជាព្រះមហេសីដែរគឺគ្រាន់តែធ្វើជាស៊ូថៅដែលនៅក្បែរសែវជីងតែប៉ុណ្ណោះ ចុះអាយៈនោះ គេក៏នៅដែរគេប្រាប់ថាស្រឡាញ់បងស្រីស៊ូនណាស់សង្ឃឹមថាបងស្រីស៊ូននៅទីនេះបន្តជារៀងរហូត អញ្ចឹងក៏បានដែរយល់ដល់ត្រង់ហើយនឹងអាយៈរួមទាំងការប្រទានដល់ច្រើនសន្ធឹកសន្ធាប់នោះទៀតខ្ញុំម្ចាស់បង្ខំចិត្តនៅទីនេះបន្តទៀតចាខ្ញុំម្ចាស់ប្រាប់ព្រះអង្គឲ្យហើយណាថ្ងៃក្រោយមិនអាចច្បាច់កខ្ញុំម្ចាស់បានតាមចិត្តទៀតទេណាហើយក៏មិនអាចកាត់កខ្ញុំម្ចាស់បានតាមចិត្តដែរយល់ទេ បានយើងស្បន់ថ្ងៃក្រោយយើងស្រឡាញ់តែអូនម្នាក់គុណ ប៉ុន្តែដែលទទួលបានពីការឆ្លងភពនេះក៏ល្អកុសលដែរយ៉ាងហោចណាស់ស្ដេចផ្ដាច់ការម្នាក់នេះក៏ត្រូវខ្ញុំបង្រៀនដល់ប្រកាយយកចិត្តខ្ញុំណាស់ទៅហើយ